សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះរាត្រីត្រជាក់នឹងនាំអ្នកទាំងអស់គ្នាទៅស្ដាប់រឿងមួយដែលតាក់ទងជាមួយនឹងកំឡោះក្រមុំពីរនាក់ដែលគាត់ជាសង្សារនឹងគ្នារឿងរ៉ាវនេះផងដែរបានកើតឡើងនៅទីក្រុងបៃលិននាខេត្តបៃលិនយប់មួយនឹងឯងមានខ្យល់ត្រជាក់បក់បោកខ្លាំងហើយមានបុរសម្នាក់ឈ្មោះថាវីរៈហ្នឹងគាត់មានឡានគាត់បានបើកកាត់នៅតាមអាស្ពានចាស់ដែលគេធ្វើមកពីយូរហើយដែរអញ្ចឹងណាហើយស្ពានហ្នឹងអ្នកទាំងអស់គ្នាដឹងអត់គឺស្ពានហ្នឹងគឺមានសភាពចាស់ទ្រុឌទ្រោមហើយនៅពេលដែលយប់ឡើងមានសំឡេងចម្លែកចេញពីកន្លែងហ្នឹងហើយអ្នកស្រុកគ្រប់គ្នាពេលយប់ឡើងអីពួកគាត់អត់ហ៊ានដើរឆ្លងកាត់កន្លែងហ្នឹងទេពីព្រោះអីខ្លាចនឹងខ្លាចខ្ញុំដូចខ្ញុំអីនៅពីក្មេងខ្ញុំខ្លាចខ្មោចហ្នឹងប៉ុន្តែពេលខ្ញុំធំឡើងខ្ញុំនៅតែខ្លាចចឹងប៉ុន្តែគាត់ថាខ្ញុំខ្លាចហ៊ានតែទាំងអស់គ្នាប្រហែលជាខ្លាចដូចខ្ញុំដែរឥឡូវយើងងាកមកសាច់រឿងហ្នឹងវិញវីរៈហ្នឹងគាត់មានឡានមួយគាត់បើកកាត់អាស្ពានចាស់ហ្នឹងយប់ឡើងពាក្យកដាត្រៀតហ្នឹងអ្នកទាំងអស់គ្នាទៅស្រាប់តែគាត់បានឮសំឡេងដូចចាស់ថាអញ្ចឹងណាយប់ឡើងឮសំឡេងលងណាហើយទៅស្ពានហ្នឹងគឺល្បីហ្មងល្បីតែម្ដងល្បីថាម៉េចគឺអ្នកស្រុកគ្រប់គ្នាគាត់អត់ហ៊ានដើរកាត់ទេព្រោះថាកន្លែងហ្នឹងគឺលងសាហាវខ្លាំងហើយអ្នកស្រុកបានឲ្យឈ្មោះនៅកន្លែងហ្នឹងថាជាស្ពានចំលែកណាស្ពានចំលែកអញ្ចឹងទីកន្លែងហ្នឹងជាកន្លែងដែលសង្សាររបស់វីរៈដែលឈ្មោះថាសោភាហ្នឹងត្រូវបានគេចាប់រំលោភណាដល់ទៅពេលនាងខូចចិត្តទៅនាងក៏លោតទឹកសម្លាប់ខ្លួនទាំងក្តីឈឺចាប់បំផុតណាអ្នកទាំងអស់គ្នាដឹងស្រាប់ហើយមនុស្សស្រីណាគាត់សោកសៅពេលដែលគេចាប់រំលោភគាត់អត់ព្រមណាអញ្ចឹងអានឹងគឺជាការឈឺចាប់មួយអញ្ចឹងធ្វើឲ្យគាត់នឹងឯងគិតខ្លីក៏លោតសម្លាប់ខ្លួននៅកន្លែងហ្នឹងបន្ទាប់ពីនាងត្រូវបានក្មេងទំនើងនឹងចាប់ធ្វើបាបរំលោភធ្វើបាបដល់ខូខើអញ្ចឹងទៅតែអាខណៈពេលដែលពួកក្មេងស្ទាវនឹងវាចាប់នាងរំលោភហ្នឹងវីរៈដែលជាសង្សារនេះគាត់អត់បានទៅជួយនាងទេគាត់នឹងបែរជាកំសាកញីរត់ចោលសង្សារគាត់បាត់ទៅហើយទុកឲ្យសោភាគាត់នៅម្នាក់ឯងណាគាត់ជាស្រីគាត់មិនអាចតទល់ជាមួយនឹងគេបានដល់គាត់ឈឺចិត្តស្អិតទ្រូងទៅក៏គិតខ្លីសម្រាប់ខ្លួនបាត់ទៅណាហ្នឹងព្រោះតែភាពកំសាករបស់វីរៈដែលមិនហ៊ានចូលទៅជួយណាងាកមកវីរៈនេះវិញខណៈពេលដែលគាត់កំពុងតែបើករយន្តចិត្តទៅដល់ពាក់កណ្ដាលស្ពានចាស់ហ្នឹងក៏ស្រាប់តែអាចង្គៀងឡានហ្នឹងវាចាំងមកផ្លាតទៅចំពួរសមួយហើយអារូបរាងពួរសហ្នឹងវាឈោថ្មឹងអត់កម្រើកអត់ទៅណាទៅអសោះវីរៈគាត់ឃើញអញ្ចឹងគាត់ភ័យហ្មងអ្នកទាំងអស់គ្នាហើយយើងវិញបើយើងវិញណាយើងជិះឡានអីក៏ដាក់ផ្លូវម្នាក់ឯងហើយស្រាប់តែឃើញអញ្ចឹងមានអារម្មណ៍មិនដែរណោះទៅគាត់ភ័យពេកគាត់ជន់អាហ្វ្រាងហ្នឹងឆ្ងក់ណាស្ទើរតែក្លាប់ណាចូលទៅក្នុងទឹកអូហ្នឹងអាសមោលសក់វែងសមៅហ្នឹងក៏ចាប់ផ្ដើមងាកមកគាត់យឺតហើយរូបរាងដែលងាកមកហ្នឹងអត់មែនអ្នកណាទេអ្នកទាំងអស់គ្នាគឺសោភានឹងឯងដែលមានរូបរាងប្រែទៅជារលួយហើយធ្គាមហ្នឹងក៏រហែកដល់ស្លឹកត្រចៀកភ្នែកទាំងសាងខាងរបស់នាងហ្នឹងក៏ស្រក់ឈាមតក់មកលើទ្រូងហ្នឹងពេលហ្នឹងពេលដែលវិញ្ញាណនាងកំពុងតែឈររងចាំអីគឺរងចាំសងសឹកសង្សារចិត្តអាក្រក់របស់ខ្លួនហ្នឹងដែលរត់ចោលហ្នឹងហើយរងចាំទៀមកង្ហឹងអ្នកទាំងអស់គ្នាធ្វើឲ្យអាបរិយាកាសពេលហ្នឹងគឺនិយាយពីថាវីរៈវិញគឺញ័រខ្លួនទៅត្រឹកសឹងតែទប់ខ្លួនអត់ជាប់ទេអ្នកទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នាត្រឹមតែមួយពព្រិចភ្នែកសមោលសុភាហ្នឹងក៏នៅពីមុខឡានហើយបានបាត់សមោលឈោសូនឈឹងពីកន្លែងហ្នឹងទៅធ្វើឲ្យវីរៈដែលឃើញទិដ្ឋភាពហ្នឹងក៏ដកដង្ហើមធំគឺថាខ្លួនឯងហ្នឹងមើលច្រឡំណាប៉ុន្តែស្រាប់តែមានក្លិនស្អុយជះចេញពីក្នុងឡានទៀតលាយឡំនឹងសំឡេងសើចក្អឹកយ៉ាងកលួនៅក្នុងឡានហ្នឹងហើយសំឡេងហ្នឹងក៏និយាយថា
bóng rốt trào ôn ôi kỳ thưa ba hỏi lỡ đòi viên bóng mà đòn hơi xâm lên tranh môn chân để tầng ọc này vì để anh quật bư rôm ôi để tầng ọc này bạch như phong phây phong bậc lán về nâng ở miền bàn cơ đấy tộc bốc bằng căn đai trà nâng dạng pinh tùm hưng tùm đòn hay xâm lên bên nâng xâm lên bốc bên nâng đôi cô đồng tia chẳng tớ bần đá ói vì rẽ nâng ấy có sân lọc bát mà đấy bê để bốc bằng căn đai nâng tùm đòn khẩn nạ bê để vì rẽ quạt sân lọc bán bê nâng chiết để quạt chỉ mê khlòng mà nẹ khăn chân nòm mình tùm nương để bàn chạp rùm đột sọp hìa nâng có ban đa tờ lọc một bị lên lực bánh tiếng dù vâng chụp nè đa cát tam plơ nâng bê nâng sạp tờ mê nâng ánh prai tờ chực mau ngủ nghịch hạc xol nâng gọc bọng một kháng thưa oi đam chơ nâng ấy rung cơ oi ấy tức ô nâng ấy có bục control đôi chơi tức đào nhưng bê nâng chiết còn chắp đàm mìa rõm nắng mình chẳng chắp đàm đọ từng hào mình ruột ấy mình ruột pro ấy pro tại miền này từ chiết srep nâng ánh srek hái lẹ sạch từng đống một chụp bạch co bị gần còi dạng nền để vừa oi chiết nâng ánh srek hào nữa ná có hào mình lử bối mà dáng về nâng cứ bề dục phong này chiết cật chia diêm nghĩa coi từng bụng bạ từng đọ từng hầm nâng đọ từng hầm từng dọp nhùa ai có bàn khơi một sò phía nấu kia kết chất bằng cài nè phê niềng bạc thông dần lần mơ đòi cùng nung song sạch về nâng chiết cọt phơi khlang cọt sải khlang đòi đập rực làng nè sọc nở bay lên nâng cọt nhẹ vào thà về bật tiệc khơi sọp rồi bỏ chiết để tự trường spiên nè không sự than ở phía bậc này thống liền đạt tranh cào thiệt hỏi miền nam còn nhằm đầy nâng ấy pin khluồn cứ mơ tàu cội khai cội run thốt mình tên anh nắng chỉ là tập phó đấy chạp rùm lộp cồn kỳ chẳng mình hà cam việc miền chẳng á bên nâng đi máu nâng đi tol này để chia bạ buộc nơi xe sò bỏ quạt nâng có chắp đam phơi slon slau còn từ lư tầm nâng thay chiết lắm quạt phơi mong nè rồi hốt đọt đi ọt lụa này nè ngọc nè để ọt lụa bọ con mình là hai ai pe từ lư tầm nâng thay chiết slap nâng phliếm cứ để lên lụa pro ấy miên nào vô bật để xả đây không chặt á nè ngọc nè chắc mình ha ở pe kla rương nâng việc mình toàn cả láng cứ ọt ấy thì tại sao tập pe nâng cả láng búp chập đam phơi khảo vậy hay rương kho được luôn anh thưa nó ọt ban cất môn này nâng mình lúc lá cứ chẳng nè ngọc nè pe nâng bùa để mau hơi nâng để to nâng ấy còn đừng cho ba nó không chặt tầm mong thá nên mình ấy thế cứ bờ lưng mỏi sau phía tỏ lọp một song sắc một tia chịu vật bị bộ quạt nâng tầm đó đòi dục ná có bộ quạt lư xây dùng nấu trong cây này lưu ro ngày sầm lên câu hình trang là con nâng cái chó nó hay khăn soi phía trôi trong một uất ọt đạch thì bộ quạt nâng phơi khăn rồi hồ đỏ hiền bật phơi thế nhưng cái này đội nhom cả nơi mình nhung khai mồi nhung bật ơi nè bảo uôi cỡ bật phui có chập tự đâm tự đọc để giải cứ ọt hiền thôi tê nè khai nó hãy bộ quạt nâng ấy pe để quạt để bật phơi liếm quạt khơi mục sau phía cho bạch coi cho này chừng mỏng hãy nơi dục bình top nâng ấy máu quạt mình ai trộm nà ca lông mình lại không tia bán có sầm ra chất bằng mà tôi từng dục cháo đâm bay rốt kịch luồn nè tôi cần phẹt bạt đờ bong khẩn nạ pe để quạt ba mà tôi lang đòn lừa spiên chùm lại những sáp tại phơi mà tôi nữa cái này để giúp hiền lột tức á sáp tại phơi mà tôi nó co rồi lót chân mặt rồi mưa ấy có mưa ở khơi này ai ngủ ngất lục tớ quạt nó có khơi sau phía nơi chô bị mộc hãy đầy niếng cứ căn cầm bật chất bật lại bộ bình đổi chiêm trá nữa niềng sơi cỡ hái còn này vậy là này ấy như rọt từ na chiếm trơ tại son rồi chiếm bên nâng bù máu nè cật phơi khai bế có đua mà tô ô cắt non lần tử hay sai dùng bò xong dù vết sau phía nè phần té xua thà sau phía lược lên được ót để ngọc này
សោភាអត់ស្ដាប់សេចក្តីអង្វររបស់គាត់ទេណាខ្មោចសោភាក៏ហោះមកក្រសោពូម៉ៅហ្នឹងណាលើករាងកាយគាត់ឡើងលើអាកាសហើយរួចបកក្បាលទៅនឹងដែកបង្កាន់ដៃស្ពានហ្នឹងដល់បុកខ្លាំងពេកទៅក៏ធ្វើឲ្យគាត់នឹងឯងស្លាប់ទៅសំលេងពេលហ្នឹងសំលេងដែលធ្លាក់ពូម៉ៅពីលើអាកាសមកដល់ស្ពានហ្នឹងណាសំលេងបែកលលាក្បាលយ៉ាងលន់ដោយរន្ទះអញ្ចឹងខួរក្បាលរបស់គាត់ហូរស្រក់ពេញថ្នល់ណាហើយស្លាប់ក្នុងធ្លុកឈាមយ៉ាងអាណោចអាធំបំផុតពេលហ្នឹងវិញ្ញាណសោភាសម្លឹងមើលសាកសពដោយសេចក្តីស្ងប់ស្កល់អានេះយើងដឹងហើយថាអ្វីដែលគាត់ចង់ធ្វើឲ្យស្រាប់តែវាបានសម្រេចណាគឺមានអារម្មណ៍ថាស្កប់ស្កល់ណារួយក៏បាត់សមោលបាត់ទៅណាវិញ្ញាណរបស់សោភានឹងបន្សល់ទុកតែភាពត្រជាក់ស្រេបនិងភាពភ័យខ្លាចដល់អ្នកស្រុកដែលនៅតំបន់នឹងអញ្ចឹងសល់តែតល់នេះងាកមកតល់ម្នាក់គាត់នេះដែលគាត់មានជីវិតប៉ុន្តែចិត្តគំនិតរបស់គេបានខ្ទេចខ្ទីអស់ហើយដេកក៏មិនលក់បក់ក៏មិនហើយអង្គុយអោបទៅក្បាលជង្គង់ណានៅកាច់ជ្រុងបន្ទប់ទឹកងឹតគឺមិនហ៊ានចាញ់មិនហ៊ានបើកទ្វារចេញទៅក្រៅទេសំបីតែមួយហ៊ានក៏អត់ហ៊ានដែរព្រោះអីខ្លាចស្រាប់តែពេលហ្នឹងសំលេងតំណក់ទឹកតក់តក់ពលឺឡើងចេញពីបន្ទប់ទឹកហើយបើទោះបីជាទឹកនឹងឯងត្រូវបានបិទជិតក៏ដោយក៏នៅតែលឺតក់តក់តក់ក្នុងហ្នឹងទឹកដែលហូរចេញមកនឹងមិនមែនជាទឹកធម្មតាទេអ្នកនរគ្នាវាគឺជាឈាមខ្មៅស្អុយរលួយដែលហូរពេញការ៉ូផ្ទះហើយហូរបន្តិចមកដល់ចុងជើងរបស់តល់ហ្នឹងពេលហ្នឹងតល់ក៏ស្ទុះរត់ចេញពីបន្ទប់ដេកចូលទៅក្នុងផ្ទះបាយដើម្បីទៅរកអាទឹកផឹកហ្នឹងដើម្បីអីដើម្បីបន្ធូរអារម្មណ៍នៅក្នុងការខ្លាចការភ័យក៏ស្រាប់តែចានឆ្នាំងនិងកំបិតទាំងអស់នៅក្នុងផ្ទះបាយហ្នឹងបានហោះឡើងទៅលើអាកាសណាហោះឡើងដោយខ្លួនឯងរួចក៏ធ្លាក់ចុះមកចំខ្លួនរបស់គាត់ហ្នឹងឲ្យបណ្ដាលឲ្យមុតដល់សាច់ឈាមហូរស្រោចអស់ទៅនៅចំកណ្ដាលផ្ទះបាយពេលហ្នឹងសោភាបង្ហាញខ្លួនមកក្នុងសម្លៀកបំពាក់ហ្នឹងពួរសហើយរហែករដេកដាច់ណាហើយនាងដើរចូលមួយជិតហើយក៏លូកដៃខ្វាចកែវភ្នែករបស់តល់ណាយកអាដៃស្រួចហ្នឹងទៅចាក់ក្របភ្នែករបស់តល់ហ្នឹងយ៉ាងពេញទំហឹងធ្វើឲ្យគាត់នឹងឯងស្រែកលេងចាញ់តែហ្មងខ្លាចជាមនុស្សឈួតវែងរហូតចេញពីផ្ទះទាំងអាក្រាតកាយទៅទៀតអាហ្នឹងឯងគឺការសងសឹករបស់សោភាតល់ដែលគាត់ងឹតភ្នែកទាំងសាងខាងនឹងបាត់បង់អាសតិនឹងអស់ទៅក៏រត់ទាំងទៅដល់ខ្យល់ពេលដែលរត់សំដៅទៅរកស្ពានអាចម្លែកហ្នឹងហាក់ដូចជាមានកម្លាំងវិញ្ញាណនឹងឯងទាញគាត់ទៅតាមពិតគាត់អត់ចង់រត់ទៅនឹងទេប៉ុន្តែអាកម្លាំងវិញ្ញាណហ្នឹងទាញទៅណឲ្យទៅស្លាប់ទីហ្នឹងខណៈពេលដែលជើងរបស់គេឈានដល់ពាក់អាកណ្ដាលផ្លូវស្ពានហ្នឹងណាពេលដែលតល់គាត់រត់ទៅទាំងងឹតភ្នែកទៅដល់ពាក់កណ្ដាលស្ពានហ្នឹងពេលហ្នឹងព្រលឹងសោភាហ្នឹងសោយយ៉ាងខ្លាំងយ៉ាងសាហាវហើយនាងក៏ច្រានរាងកាយរបស់តល់នឹងឲ្យធ្លាក់ចុះទៅលើស្ពានចូលទៅក្នុងទឹកអូជ្រៅបាត់ទៅតល់គាត់បានលង់ទឹកស្លាប់ទាំងក្តីភ័យរន្ធត់ហើយគ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះគាត់បាននេះពេលហ្នឹងវីរៈឯនេះវិញបានដឹងខ្លួននៅក្នុងមន្ទីរពេទ្យណាបន្ទាប់ពីសន្លប់ឆ្អែតហើយណាបានដឹងខ្លួននៅពេទ្យបងឯកបៃលិនបន្ទាប់ពីអាគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានហ្នឹងទៅពេលដែលគាត់ទទួលដំណឹងថាបពពួកទាំង3នាក់ស្លាប់អស់ក្នុងស្ថានភាពសាហាវខូខើអញ្ចឹងគាត់ក៏ដឹងច្បាស់ថាខ្លួនឯងជាគោលដៅចុងក្រោយរបស់អស់គេហើយសោភាហ្នឹងណាគឺចាប់វីរៈនឹងក្រោយគេហើយពេលហ្នឹងវីរៈគាត់ភ័យរហូតដល់យំសោកបោកខ្លួនណាហើយអង្វរសុំទោសចំពោះរូបថតរបស់សោភានឹងឯងលើកដៃផងណាហើយដៃក្នុងដៃកាន់ទូរស័ព្ទហ្នឹងប៉ុន្តែចិត្តរបស់គាត់ហ្នឹងគឺភ័យខ្លាចដេកអត់លក់បក់មិនលហើយភ្នែកក៏ស្លក់ភ្នែកក៏ខ្មៅព្រោះអីព្រោះដឹងតែខ្លួនឯងនឹងឯងកំពុងតែចូលមកចិត្តសេចក្តីស្លាប់ពីនរណាគឺសោភាដែលជាសង្សារហ្នឹង
នៅពេលដែលយប់អាត្រាចូលមកដល់ហ្នឹងបរិយាកាសពេលហ្នឹងណាអ្នកទាំងអស់គ្នានៅក្នុងមន្ទីរពេលហ្នឹងប្រហែលជាស្ងាត់ចងំអ្នកទាំងអស់គ្នាដែលទៅមន្ទីរពេលដល់យប់ឡើងហ្នឹងគឺអត់ស្ងាត់ហ៊ានដើរណាតែស្ងាត់ចងំខុសធម្មតាអត់មានសំឡេងមនុស្សអត់មានសំឡេងសត្វអីទេក្លិនផ្កាម្លិះស្អាប់នឹងឯងលាយឡំណាក្លិនខ្មោចហ្នឹងកូនដែតពេញផ្ទៃបន្ទប់ហ្នឹងគឺឲ្យវីរៈនឹងឯងគាត់ធំក្លិនណាដកដង្ហើមស្ទើរតែរួចពេលហ្នឹងអាភ្លើងអំពូលនៅលើពីដានហ្នឹងចាប់ផ្ដើមព្រិចរួចក៏រលត់ទៅមើលអីអត់ឃើញពេលហ្នឹងគឺលត់អស់ហ្មងវីរៈគាត់ភ័យញ័រទៅត្រើតព្យាយាមនៅចុកកណ្ដឹងហៅគលានុបដ្ឋាយិកាតែណាសញ្ញាតបមកវិញគឺអត់មានតតែសោះមានន័យថាគេអត់លឺទាំងអស់គាត់ខំរត់ទៅចុចកណ្ដឹងផងគាត់ខំរត់ស្រែកហៅគេផងប៉ុន្តែអត់មានអ្នកណាលឺសំបីតែម្នាក់នៅក្នុងអាភាពងងឹតពេលហ្នឹងណាសូភាគាត់អង្គុយនៅចុងជើងគ្រែរបស់វីរៈហ្នឹងដែលជាសង្សារគាត់ហ្នឹងមុខរបស់នាងប្រែជាស្អាតដូចកាលពីនៅរស់អញ្ចឹងហើយរួចក៏ប្រែជាខ្ទេចខ្ទីណារលួយធ្លាក់ភ្នែកម្ខាងដូចខ្មោចអញ្ចឹងទៅដូចខ្មោចគឺខ្មោចហ្នឹងឯងគឺធ្វើឲ្យខ្លាចនាងនិយាយខ្សឹបក្បែរតិចថាសំលេងតិចដល់បេះដូងណាវីរៈហេតុអីបងទុកអូនចោលឲ្យគេធ្វើបាបគាត់និយាយតែប៉ុណ្្នឹងឯងហើយបងត្រូវតែនៅជាមួយអូនវិញនិយាយអញ្ចឹងណាវីរៈនឹងគាត់ព្យាយាមរត់ណារត់តែជើងមកគាត់នឹងរឹងកំព្រឹសគឺរត់អត់កើតទេអ្នកទាំងអស់គ្នាដែលខ្លាចខ្មោចអត់ខ្លាចខ្មោចដល់ពេលយើងដូចយកសពអាចជើងរបស់យើងនឹងវារឹងអស់ហើយអញ្ចឹងពេលដែលជើងរឹងអស់ហើយនឹងយើងរត់ទៅណាក៏រត់អត់រួចដែរអាក្នុងយកសពហ្នឹងតែនេះវីរៈនឹងដូចគ្នាជើងមកគាត់នឹងវារឹងអស់ហើយចង់រត់ទៅរត់មិនរួចហើយពេលហ្នឹងសោភានឹងក៏លូកដៃមកច្បាច់កណាធ្វើឲ្យគាត់នឹងឯងឈឺចាប់ស្ទើរតែដាច់ខ្យល់តែអត់ទាន់ស្លាប់ទេពេលហ្នឹងណាគ្រាន់ឈឺចាប់ធម្មតាទេពេលហ្នឹងវីរៈគាត់ប្រើកម្លាំងចុងក្រោយរោមរះខំរើមែនទែនឲ្យរត់ចេញពីមន្ទីរទេហ្នឹងទាំងយប់ទាំងដែលខ្លួនឯងហ្នឹងពោពេញទៅដោយរបួសណាបន្ទាប់ពីបុកស្ពានហើយទៅគាត់ដើរកាត់ខ្យល់អាកាសតិចនៅក្រុងបៃលិនហ្នឹងហើយសំដៅទៅស្ពានចម្លែកនឹងទៀតដឹងតែកន្លែងហ្នឹងពិបាកណាស់ត្រូវទៅកន្លែងហ្នឹងទៀតតែមិនមែនទៅដោយចិត្តឯងទេអ្នកទាំងអស់គ្នាគឺទៅដូចជាមានខ្សែប្រលឹងអូសទាញអញ្ចឹងយប់ហ្នឹងមេឃក៏ខ្មៅងងឹតងឹតឈឹងហ្មងពន្លឺព្រះច័ន្ទក៏អត់មានហើយតារាហ្នឹងក៏អត់មានតែមួយគត់គឺសំឡេងទឹកហូរខ្លាំងដែលគួរឲ្យខ្លាចអ្នកទាំងអស់គ្នាដែលទៅតាមជ្រោះអីគឺសំឡេងអញ្ចឹងហូរខ្លាំងអញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេនឹងសមោលទាំង3នាក់ហ្នឹងមានជាតិមានម៉ៅមានតុលដែលជាអ្នករួមគំនិតនៅក្នុងការសម្លាប់សោភាហ្នឹងក៏คล้ายជាខ្មោចបំរើចាំឈោទាញជើងគេចូលទៅក្នុងទ្វារមរណៈដែរណាអ្នកទាំង3នាក់ហ្នឹងស្លាប់ទៅគឺនៅឈោចាំដូចគេដូចឯងដែរនៅអាកណ្ដាលស្ពានចម្លែកហ្នឹងសោភាគាត់ឈោរងចាំវីរៈដូចជាណាដឹងថាវីរៈនឹងរត់ទៅកន្លែងហ្នឹងពេលហ្នឹងភ្នែករបស់នាងហ្នឹងក៏ហមដូចបិសាចអញ្ចឹងហើយពោទៅពេញទៅដោយភ្លើងគំនុំណាភ្នែកគុំគួនវីរៈពេលហ្នឹងក៏ឃើញសោភាភ្លាមក៏លុតជង្គង់ស្រែកយំបអ្នកដឹងអស់គ្នាដឹងមិនគាត់និយាយថាម៉េចអត់គឺគាត់ថាសោភាបងសុំទោសបងស្រឡាញ់អូនខ្លាំងណាស់សូមអូនកុំសម្លាប់បងអីមានតែចង់ក្រោយលួមលោមទៀតលួងលោមថាស្រឡាញ់ខ្លាំងណាស់ហើយស្រឡាញ់ខ្លាំងណាស់មិនបានមុតហ្នឹងមិនបានរត់ចោលណាពេលហ្នឹងសោភាគាត់ញឹមហ្មងតែសឹងតែញឹមហ្នឹងគឺគួរឲ្យសាហាវណាគាត់ថាស្នេហារបស់បងគឺជាការរត់ចោលអូនឲ្យគេរំលោភមែនទេអាហ្នឹងយើងត្រូវទទួលស្គាល់ណាមនុស្សប្រុសកាលណាយើងស្រឡាញ់កូនគេហើយយើងរត់ចោលគេអាហ្នឹងយើងគិតមើលទៅថាយើងនឹងជាប្រុសល្អឬក៏ប្រុសកំសាអញ្ចឹងពេលហ្នឹងណាគាត់និយាយថាមកនៅជាមួយគ្នាទៅបើស្រឡាញ់គ្នាមែនណែបបួលវីរៈហ្នឹងឲ្យមកនៅជាមួយទាំងវីរៈកំពុងតែនៅរស់ហ្នឹងហើយនាងនិងខ្មោចទាំង3ហ្នឹងក៏ចាប់ទាញវីរៈបោកចូលទៅក្នុងដែកស្ពានក៏ធ្លាយក្បាលចេញឈាមហូរស្រោចថ្ពាល់ហើយហូរស្រោចទាំងថ្នល់ទៅទៀត
ហើយពេលហ្នឹងអត់ទាន់ស្លាប់ទេស្ទើរតែដាច់ខ្យល់ស្លាប់ពេលដែលវីរៈចិត្តដាច់ខ្យល់ស្លាប់ទៅហើយហ្នឹងស្រាប់តែមានពន្លឺពណ៌មាសមួយនឹងឯងជះចេញពីស្ពាននឹងមកព្រមទាំងមានសម្លេងសូត្រធัวយ៉ាងសទន់និងមានអំណាចអ្នកទាំងអស់គ្នាគិតថាអីគេឥឡូវពេលហ្នឹងគឺព្រះសង្ឃទុដងមួយអង្គនឹងឯងដែលលោកមានពនាមថាព្រះគ្រូច័ន្ទរាំងសីណាព្រះអង្គច័ន្ទរាំងសីហ្នឹងគាត់កំពុងតែធ្វើដំណើរពីទុដងតាមហ្នឹងណាបាននិមន្តចូលមកភ្លាមនឹងឯងព្រះអង្គក៏បានគ្រវីអាខ្សែកថារបស់លោកហ្នឹងបាចទឹកមុនសេមាទៅធ្វើឲ្យវិញ្ញាណខ្មោចទាំងឡាយហ្នឹងព្រមទាំងសោភាហ្នឹងត្រូវខ្ចាត់ចេញពីខ្លួនរបស់វីរៈទៅណាដោយក្តីក្តៅក្រហាយខុសធម្មតាព្រោះអីព្រោះតែលោកគ្រូច័ន្ទរាំងសីនឹងបានសូត្រធัวផ្សាយមេត្តាចិត្តនិងសម្ដែងធัวទេសនាទៅកាន់វិញ្ញាណរបស់សោភាណាហើយលោកបាននិយាយថាម៉េចថាមនាលសោភាអើយណាគុំគួនសងសឹកព្រោះគុំនុំគុំគួននឹងវាអាចរលត់ដោយការគុំគួនបានទេណាមានតែការអត់អោនអត់ទោសទើបអាចរំដោះខ្លួននឹងឯងបានណារួចផុតពីក្តីទុក្ខវេទនានេះបានបើមិនចឹងទេនឹងទៅណាមិនរួចទេពួកអ្នកដែលធ្វើបាបនាងបានទទួលផលកម្មស្លាប់អស់ហើយអញ្ចឹងចូលនាងដោះលែងគំនុំនឹងទៅដើម្បីទៅកាន់សុគតិភពពេលដែលសោភាគាត់ឮព្រះធរដីការបស់ព្រះដេចគុណរាំងសីហើយវិញ្ញាណសោភានឹងក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកអ្នកទាំងអស់គ្នាស្រក់ទឹកភ្នែកហើយលុតជង្គង់ហើយសំពះប្រសង់ទាំងក្តីរំជើបរំជួលមិនន័យថាអារម្មណ៍គុំគួននោះវាអស់បាត់ហើយដោយសារអីគាត់សម្លាប់អស់ហើយហ្នឹងពេលហ្នឹងសោភាគាត់យំខ្លាំងណាខ្មោចសោភាហ្នឹងរួចគាត់និយាយទាំងអួលដើមកថាខ្ញុំម្ចាស់ឈឺចាប់ណាស់ព្រះអង្គតែខ្ញុំម្ចាស់យល់ហើយខ្ញុំម្ចាស់ព្រមហោសេកម្មឲ្យវិរៈចោះហើយនឹងគ្រប់គ្នាទៀតពេលហ្នឹងព្រះគុណម្ចាស់ដែលឈ្មោះថាច័ន្ទរាំងសីហ្នឹងក៏បានសូត្រធัวបាំងស្គលឧទ្ទិសកុសលថ្វាយណាទៅរំពេចនឹងរូបរាងខ្មោចដ៏គួរឲ្យខ្លាចរបស់សោភានឹងក៏បានប្រែជាស្រស់ស្អាតស្លូតបូតអត់មានភ្លើងគំនុំទៀតទេណាมันមានពន្លឺពណ៌មាសគ្របដណ្ដប់រួចក៏រលាយបាត់ទៅក្នុងអាកាសបាត់ទៅណាវីរៈដែលត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលាហ្នឹងក៏រួចបានសម្រេចចិត្តសុំសាងភ្នោះណាសុំសាងភ្នោះជាប្រសង់អង្គមួយជីវិតណាព្រោះដឹងតែខ្លួនឯងខុសទៅដើម្បីធัวវិន័យហ្នឹងក៏ទិសកុសលជូនសោភារហូតដើម្បីសាងជំរះបាបកម្មដែលខ្លួនឯងធ្វើចាប់តាំងពីពេលហ្នឹងមកស្ពានដែលចាស់នៅលើទឹកដីក្រុងបៃលិនហ្នឹងក៏លែងមានការលងបន្លាចទៀតហើយអស់ហើយដោយសារអីព្រះសង្ឃទុដងហ្នឹងលោកបានធ្វើឲ្យកន្លែងហ្នឹងคล้ายទៅជាកន្លែងមួយដែលស្ងប់ស្ងាត់អញ្ចឹងបន្ទាប់អំពីការឆ្លងកាត់ត្រីដ៏រន្ធត់នៅលើស្ពានចម្លែកហ្នឹងវីរៈគាត់បានសម្រេចចិត្តបួសជាព្រះសង្ឃនៅវត្តភ្នំយ៉ាតទឹកដីបៃលិនហ្នឹងដើម្បីលាងជំរះបាបកម្មអញ្ចឹងកន្លែងហ្នឹងគឺកន្លែងដែលកើតរឿងរ៉ាវហើយឧទ្ទិសកុសលដល់សោភាដែលជាសង្សារពីដើមទោះបីថាវិញ្ញាណរបស់សោភានឹងបានទៅចាប់ជាតិហើយក៏ដោយប៉ុន្តែស្រមោលនៃការភ័យខ្លាចនិងអារម្មណ៍ដែលដេកមិនលក់ហ្នឹងនៅតែជាប់លងបន្លាយក្នុងចិត្តរបស់ភិក្ខុវីរៈជានិច្ចនៅពេលរាត្រីមួយហ្នឹងពេលដែលព្រះសង្ឃអង្គថ្មិចភ្នែកក៏សមាធិហ្នឹងក៏តែងតែឮសំឡេងទឹកហូរសំឡេងស្រែកយំសុំអង្វរជីវិតតែរបស់ពួកគេទាំង3នាក់ហ្នឹងដែលបានស្លាប់ទៅហើយដោយសារគំនុំឈាមហ្នឹងខណៈពេលដែលវិញ្ញាណរបស់សោភាបានរួចផុតពីចំណងកម្មដោយសារតែធัวទេសនារបស់ព្រះគ្រូច័ន្ទរាំងសីហ្នឹងប៉ុន្តែប្រលឹងជាតិម៉ៅនឹងតលនេះដែលត្រូវបានសោភាសម្លាប់នេះដែលជាមេខ្លោងរំលោភសោភាហ្នឹងណាចិត្តនឹងគឺពោពេញដោយភាពរន្ធត់ណាអាពេលដែលចិត្តដាច់ខ្យល់ហ្នឹងទាំងដែលខ្មោចសោភាបានធ្វើទរណកម្មហ្នឹងអត់អាចទៅចាប់កំណើតបានទេពួកគាត់ហ្នឹងក៏คล้ายជាវិញ្ញាណអបាយភូមិណាវិញ្ញាណខ្មោចដែលពិបាកបង្ក្រាបណាវល់ជុំវិញស្ពានហ្នឹងទាំងកំហឹងនិងភាពរងាកាយ
ព្រោះអីអ្នកធ្វើអាក្រក់គេមិនដែលនឹកឃើញទៅបន់ឲ្យតែគេធ្វើបន់ទៅឲ្យតែអ្នកល្អទេពេលយប់មួយហ្នឹងខ្យល់ព្យុះក៏បោកបក់ខ្លាំងមកបណ្ដាលឲ្យដើមឈើជុំវិញស្ពានហ្នឹងក៏បាក់ហែកមេឃបាត់ទៅហើយរូបរាងខ្មោចទាំង3ហ្នឹងក៏បានលេចចេញមកពីក្នុងទឹកអូរហ្នឹងភ្នែករបស់ពួកវាហ្នឹងគឺក្រហមច្រាលហើយសម្លឹងទៅរកវត្តអារាមដែលភិក្ខុវីរៈហ្នឹងកំពុងតែនៅណាទាំងកំហឹងចង់កំហឹងទៅរកណាពេលដែលវេលាម៉ោងជិត12យប់ចិត្តស្មើហ្នឹងអ្នកនរគ្នាម៉ោង12យប់ណាភិក្ខុវីរៈកំពុងតែគង់សូត្រធัวនៅក្នុងកុដិដាច់សយ៉ាលមួយក៏ស្រាប់តែឮសំឡេងដើរជុំវិញកុដិគោះពុទ្ធភាបដាអីបដាណាមិនយូរប៉ុន្មានសំឡេងញាគោះអញ្ចឹងនឹងក៏អស់ទៅជាកោះអញ្ចឹងលន់ឮសូរក្រៀតក្រតធ្វើឲ្យភិក្ខុវីរៈនឹងចាប់ផ្ដើមញាប់ញ័ររន្ធត់ដកដង្ហើមញាប់ខុសធម្មតាទោះខំទប់សតិបិទភ្នែកសូត្រធัวយ៉ាងណាក៏នៅតែអញ្ចឹងដូចកាលខ្ញុំធ្លាប់បួសកាលខ្ញុំបួសនៅក្មេងខ្ញុំបួសហើយខ្ញុំខ្លាចខ្មោចដែរហ្នឹងអញ្ចឹងតាដោយមិនអាចទ្រាំនឹងការរំខានបានភិក្ខុវីរៈហ្នឹងក៏បើកភ្នែកឡើងក៏ស្រាប់តែក៏លេចចំបង្អួចកុដិហ្នឹងនៅពីខាងក្រោយកញ្ចក់បង្អួចគឺផ្ទៃមុខរបស់ជាតិដែលខ្ទេចខ្ទីភ្នែកលៀនចេញក្រៅនិងមុខរបស់ម៉ៅដែលធ្លាយខួរក្បាលហ្នឹងក៏ហូរឈាមស្រក់តក់កំពុងតែញញឹមនៅខាងក្រៅហ្នឹងសម្លឹងមកភិក្ខុវីរៈហ្នឹងពួកគាត់និយាយខ្សឹបតាមខ្យល់ណាវីរៈពួកយើងស្លាប់យ៉ាងវេទនាហេតុអីឯងបានបួសរស់នៅដោយសុខស្រួលអញ្ចឹងមកនៅជាមួយពួកយើងមកសម្រែកខ្មោចទាំងនោះធ្វើឲ្យភិក្ខុវីរៈហ្នឹងរន្ធត់ចិត្តណាក្រលឺឲ្យខ្លាចមកណាព្រឹកព្រលឹមឡើងភិក្ខុវីរៈហ្នឹងក៏បានចូលទៅនគរព្រះគ្រូច័ន្ទរាំងសីទាំងទឹកមុខស្លេកស្លាំងណាភ្នែកក៏ស្លក់ខ្មៅដោយសារតែដេកអត់លក់ពេលហ្នឹងព្រះអង្គបានរៀបរាប់រឿងរ៉ាវដែលបានជួបប្រទះពីយប់មិញហ្នឹងថ្វាយដល់ព្រះគ្រូយាតិកាទៅព្រះគ្រូច័ន្ទរាំងសីហ្នឹងក៏គង់ថ្មឹងរួចមានពុទ្ធដីកាដោយបតីស្ងប់ថាមនាលអវសោនេះគឺជាផលកម្មដែលលោកធ្លាប់បានរួមគំនិតនឹងរត់ចោលពួកគេទោះបីជានាងសោភាអហោសិកម្មតែវិញ្ញាណរបស់អ្នកទាំង3នៅតែជាប់ជំពាក់នឹងលោកព្រោះចិត្តរបស់ពួកគេនឹងស្លាប់ទៅដោយគំនុំនឹងការភ័យខ្លាចណាលោកតាលោកនិយាយចឹងណាចឹងដើម្បីការពារវត្តអារាមនិងជួយរំដោះទុក្ខវិញ្ញាណដែលវង្វេងហ្នឹងព្រះគូច័ន្ទរាំងសីហ្នឹងក៏បានដឹកនាំភិក្ខុសង្ឃគ្រប់អង្គរៀបចំពិធីសូត្រមន្តបណ្ដេញឧបទ្រពចង្រៃហើយមិនត្រឹមតែប៉ុណ្្នឹងទេក៏អភិសេកមន្តសីមាដ៏មានអានុភាពនៅជុំវិញស្ពាននឹងទៀតនៅពេលដែលល្ងាចព្រះសង្ឃគ្រប់អង្គបានដើរដង្ហែជុំវិញស្ពានសូត្រធัวករណីមេត្តាសូត្រក៏ផ្សាយមេត្តាចិត្តទៅដល់វិញ្ញាណដែលដែតដងអត់ទីកំណើតណាប៉ុន្តែមេឃហ្នឹងឯងស្រាប់តែប្រែជាងងឹតស្លុបអ្នកទាំងអស់គ្នាណាលាយឡំនឹងសំឡេងគោលន់ងហឹមផងហាក់ដូចជាវិញ្ញាណអាក្រក់ទាំងហ្នឹងមិនព្រមទទួលយកនៅសេចក្តីល្អទេនៅពេលដែលព្រះសង្ឃចាប់ផ្ដើមចាក់ស្រោចទឹកមន្តចូលទៅក្នុងទឹកអូរហ្នឹងក៏ស្រាប់តែទឹកពុះកញ្ជ្រោលឡើងខ្លាំងហាក់ដូចជាមានប្រទីភ្នំភ្លើងនៅខាងក្រោមអញ្ចឹងនៅវិញ្ញាណរបស់ជាតិនឹងម៉ៅនឹងតល់ហ្នឹងក៏ហោះជុំវិញណាធ្វើឲ្យភិក្ខុសង្ឃមួយចំនួនហ្នឹងភ័យខ្លាចឃើញអញ្ចឹងអីវិញអ្នកនរគ្នាគិតមើលទៅព្រោះតែកម្លាំងងងឹតនៃគំនុំរបស់ខ្មោចទាំង3ហ្នឹងណាវាធំធេងពេកទៅរហូតដល់អាចទប់ពន្លឺបាននេះណាការបើកំហឹងសងសឹកខ្មោចទាំង3ហ្នឹងផ្ទុះឡើងពួកគេមិនត្រឹមតែលងភិក្ខុវីរៈហ្នឹងទេគឺថែមទាំងធ្វើបាបអ្នកស្រុកបៃលិននឹងទៀតណាដែលឬក៏ធ្វើដំណើរឆ្លងកាត់ស្ពាននឹងទៅយប់ប្រលប់អីគឺទៅអត់បានទេក្នុងមួយសប្តាហ៍ហ្នឹងមានគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ពីលើស្ពានជាបន្តបន្ទាប់ក៏បណ្ដាលឲ្យមនុស្សណាពី3នាក់នឹងឯងស្លាប់បន្ថែមទៀតហើយអ្នកស្រុកក្នុងប្រៃឡែនហ្នឹងក៏កាន់តែភ័យខ្លាចខ្លាំងឡើងរហូតដល់ដេកអត់លក់ដូចគ្នាចឹងហើយក៏ណាបិទទ្វារចិត្តឈឹងទាំងអស់គ្រប់ផ្ទះ
cứ ọt miền là na hiền ở trên bị tiệt tê ọt hiền na chlong cắt spiên nâng tê pro khai có bằng kết bán chỉ tì krong rừng thốt mùi từ bên nâng bị khổ bị rẽ nâng ánh có miền dịch đây tọ slot nâng cầm ho đây có bàn phơ bị muốn nữa bên để khơi nè slot rốt tầm rong tràn tàu bạt o thứ đời xa tại cam pi rồi bọc luôn có nâng bạc bộ đó ngại bỏ ong bán sầm ra chất dạng đạch kha thá nâng trớ tại ông cối thua sầm ma thị nâng số thua nơi cần đa spiên nâng chùm lại nó tay mà nè ấy nơi bẹ cần đa triết nâng đầm bay bởi chôm mốc nâng bình nhiên từng bấy nâng pra chỉ vứt luôn ảnh đầm bấy rùng đó cam pía từng o nâng ói chọp sọp cục nè mình oi cái đầu hai đòn này sọp tì đó là pi môn đọc pi dục một đòn nứng để tao này đừng mà chọn vì khổ vì đấy bạn đã tao quy bên nên trong ngân á spiên nè hay đầy bò lỗ canh say nè cái bầm chung ruột thù hay vật thấy không bằng tăng mà đầy lần ngắt nè ở du vùng mán cho phnom nó có bỏ một tí thưa oi bong nhiều bộ bò lỗ nó ấy thì chết sệt bên nâng sầm mol khmoi từng bay nâng ấy lệch tranh màu phliếm bộ quạt nâng có stu màu chụp bạch có nâng khoai sạch bị khổ rồi hốt chiêm rồi hồ sọ tọ pin bong nhiều bộ bị khổ vì điện nâng có chư chapster tại đại trò này bỏ ong mình prom oi rơ bầm ra rơ có sai dùng thế bỏ ong không số thua sai người ta thua không chặt chân này bật tua bay chỉ trơ khmoi từng bay nè nâng thua rồi nâng cam giang sa hào bình mà môn cái đôi phần té chặt rồi bỏ bị khổ bị điện nâng có bán chiến chỗ đòi chặt sang ngọc nè tao một dạ samadhi cầm than nâng về nâng bỏ ban nhờ sao vì nhiễm tôi căn bộ quạt atma đừng cùng hò hai bờ ca dột chủ vật atma ai vừa nè từng ngọc nếp bạch bằng cùng nôm bán trắng atma smart chất bậc quân chủ vật ni oi cho phần té chỗ chộp thưa ba một nút slot trắng tiệt từ nè trong đây nâng ánh có lư po pin nơi sạch chặt thua nâng khmoi từng bay nâng có sáp tại tuần đây chướng lên cho bạch cò từ trong pe đại cùng hưng khmoi từng bay nâng chập đàm on thói sáp tại miền bần lư giật tuần mùi nâng có bán chia tranh pi cần đa là cả nâng thliệ mốt lư spiền nâng bình nhiên bao sau pia đại bàn được chập chia thời nângក្នុងរូបនឹងក៏ស្រស់ស្អាតដូចទេវតីយ៉ាងណាទេវតាស្រីទេវតីក៏បានលេចចេញមកម្ដងទៀតទាំងអស់នេះនាងបានហងមកចិត្តខ្មោចទាំង3ហ្នឹងក៏រួចនិយាយទាំងទឹកមុខទន់ភ្លន់ណាពួកឯងអើយឈប់សាងបាបកម្មទៀតទៅវីរៈហ្នឹងក៏ដឹងកំហុសនឹងបួសសងគុណពួកយើងហើយចឹងការចង់ពៀតែធ្វើឲ្យពួកយើងរងទុក្ខនៅក្នុងនរកជានិរន្តរ៍ប៉ុណ្ណឹងចុះចំពេលហ្នឹងព្រះគ្រូច័ន្ទរាំងសីនឹងរួមជាមួយនៅស្រុកបៃលិនច្រើនអ្នកហ្នឹងក៏បានលោបដើរតាមពីក្រោយភិក្ខុវីរៈបង្ហាញខ្លួននៅលើស្ពានហ្នឹងព្រះគ្រូចាតិកាក៏បានដឹកនាំភិក្ខុសង្ឃមកសូត្រធัวបាំងស្គរភ្លាមណាពេលកណ្ដាលស្ពានហ្នឹងនៅលើកណ្ដាលស្ពានហ្នឹងដើម្បីកាត់បន្ថយចំណងកម្មពៀរបស់វីរៈពេលហ្នឹងក្រុមក្មេងដំណើងនឹងនាងសោភាក៏មិនមានការជំពាក់ពិនគ្នាដោយជាតិក្រោយទៀតទេបន្ទាប់ពីធัวបាំងស្គរបានបញ្ចប់ទៅវិញ្ញាណមកសោភានឹងមកនឹងតល់ហ្នឹងហើយនឹងជាតិហ្នឹងក៏បានណាថ្វាយអង្គមប្រសង់ចេញទៅក៏ងាកមកញញឹមដាក់ភិក្ខុវីរៈហើយក៏ហៅសកម្មទាំងស្រុងពេលហ្នឹងពន្លឺពួមមាសដ៏ស្រស់ស្អាតហ្នឹងបានស្រូបយករាងកាយវិញ្ញាណទាំង4ហោះឡើងទៅលើមេឃងងឹតហ្នឹងបាត់ទៅណាពួកគាត់ក៏បានរួចផុតអំពីគំនុំសងសឹកនឹងបានទៅចាប់ជាតិថ្មីតាមយថាកម្មរៀងខ្លួនដោយស្ងប់សុខបំផុតពេលហ្នឹងអ្នកទាំងអស់គ្នាដឹងមិនអត់ភិក្ខុវីរៈនឹងឯងត្រូវបានអ្នកស្រុកជួយគ្រាត្រឡប់ទៅវត្តវិញដើម្បីព្យាបាលរបួសណាគួរឲ្យអស្ចារ្យណាស់អ្នកទាំងអស់គ្នារបួសខ្វាចដាច់សាច់ពេញខ្លួនបានជាសះស្បើយវិញនឹងយ៉ាងលឿនរហ័សតែខុសពីមនុស្សធម្មតាចាប់ពីយប់នោះមកភិក្ខុវីរៈដែលលែងមានអារម្មណ៍ភ័យខ្លាចហ្នឹង
ណាឬក៏យល់សពអាក្រក់ហ្នឹងគឺលែងមានទៀតហើយណាព្រះអង្គគាត់គង់ធ្វើសមាធិហើយសម្រានលក់យ៉ាងស្កប់ស្កល់បាត់រាល់ភាពកក់ក្តៅក្រហាយហ្នឹងទៅបន្ទាប់ពីរាត្រីអស់ចាហ្នឹងមកស្ពានដែកចាស់ហ្នឹងដែលធ្លាប់តែងឹតសូនសងគួរឲ្យព្រឺក្បាលព្រឺខ្លួនហ្នឹងហើយមានធំក្លិនស្អុយខ្មោចអីហ្នឹងទៅក៏ប្រែជាបរិយាកាសហ្នឹងស្រស់ស្រាយវិញទៅអ្នកស្រុកបៃលិនហ្នឹងក៏បានរួមគ្នាបោសសម្អាតលាបថ្នាំពណ៌សណាធ្វើឲ្យកន្លែងហ្នឹងថ្មីណានឹងបានដាំផ្កាចម្រុះពណ៌នៅសាងខាងផ្លូវទៀតណារឿងរ៉ាវរន្ធត់ហ្នឹងក៏នឹងការសងសឹកសាហាវខុសខើរបស់វិញ្ញាណសោភាហ្នឹងក៏បានคล้ายជាប្រវត្តិសាស្ត្រដាស់តឿនសតិណាដាស់តឿនស្មារតីដែលមានតម្លៃបំផុតសម្រាប់មនុស្សគ្រប់គ្នានៅលើទឹកដីខេត្តបៃលិនហ្នឹងថាមនុស្សចាស់តែងតែនិទានរឿងនេះប្រាប់កូនចៅចំនួនក្រោយអំពីផលវិបាកនៃចិត្តកំសារបស់ណាគេគឺចិត្តកំសារបស់វីរៈដែលជាសង្សារហ្នឹងការក្បត់ទំនុកចិត្តមនុស្សយើងទៅកាលណាក្បត់ទំនុកចិត្តម្ដងអាចដឹកលេងតែ2ដងហើយគឺគេទៅហើយអញ្ចឹងណាការក្បត់ទំនុកចិត្តគឺរត់ចោលប្រពន្ធរត់ចោលសង្សារហ្នឹងហើយនឹងកម្លាំងដ៏មហិមានៃព្រះធម៌អាចពន្លត់ភ្លើងគំនុំឈាមដ៏សាហាវបំផុតបានអញ្ចឹងព្រះធម៌ហ្នឹងបើយើងបានសិក្សាបានរៀនសូត្រឲ្យបានច្បាស់លាស់ល្អទាំងអស់គ្នាសពថ្ងៃនេះភិក្ខុវីរៈក៏បានក្លាយជាព្រះសង្ឃទុដងដ៏ល្បីព្រះអង្គមួយអង្គគង់នៅស្ងប់សុខក្នុងព្រៃភ្នំនៅក្រុងបៃលិននោះចំណែកឯស្ពានចម្លែកហ្នឹងក៏តភ្ជាប់ណាពេលហ្នឹងលេងជាចម្លែកទៀតហើយលេងមានខ្មោចលងគួរឲ្យខ្លាចទៀតហើយណាអាការដេកមិនលក់បក់មិនហើយរបស់អ្នកស្រុកក៏លេងមានទៀតហើយពេលវាបានคล้ายទៅជាស្ពានដែលតបជប់សេចក្តីសុខនិងសេចក្តីស្រឡាញ់មកវិញហើយមិនត្រឹមតែប៉ុណ្្នឹងទេសន្តិភាពពិតប្រាកដនឹងឯងរវាងមនុស្សរោងនិងវិញ្ញាណនឹងឯងក៏បន្សល់ទុកតែស្នាមញញឹមនិងសេចក្តីល្អនៅអត់មានការសងសឹកគ្នាទៅវិញទៅមកទេអញ្ចឹងសាច់រឿងរបស់សោភាដែលមានសងសឹកនឹងគឺសងសឹកជាមួយនរណាខ្លះសងសឹកជាមួយវីរៈសងសឹកជាមួយតលសងសឹកជាមួយម៉ៅនិងសងសឹកជាមួយនឹងជាតិណាហើយព្រោះអីបានមិនសម្លាប់វីរៈពីព្រោះវីរៈជាសង្សារហើយម្យ៉ាងគ្រាន់តែក្បត់ចិត្តទេតែគាត់អត់បានណាផិតក្បត់ទេហើយអញ្ចឹងទៅហើយម្យ៉ាងក៏បានរួមគំនិតនៅក្នុងការសម្លាប់ទេអញ្ចឹងហើយគ្រាន់តែថារត់ចោលដឹងថាគេធ្វើបាបសង្សារខ្លួនឯងហើយអត់រត់អត់ទៅជួយតែប៉ុណ្្នឹងទេអញ្ចឹងរឿងហ្នឹងក៏មានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្ដាប់ហើយនឹងពេញចិត្តហើយរឿងនេះគឺជារឿងប្រឌិតទេណាជាប្រឌិតបែបអប់រំអញ្ចឹងអ្នកទាំងអស់គ្នាស្ដាប់ហើយគិតពិចារណាដោយខ្លួនឯងទទួលយកបានក៏ទទួលយកមិនបានក៏ព្យាយាមទទួលអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតអ្នកទាំងអស់គ្នាសូមជួយចុច Subscribe និងចុច Like និងចុច Share ឬក៏ Comment នៅពាក្យខាងក្រោមនិងជួយកែលម្អការនិទានរឿងរបស់ខ្ញុំផងដែរអញ្ចឹងការនិទានរឿងថ្ងៃនេះក៏មានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាលឺលួសយ៉ាងណាសូមអធិស្ឋានសូមអរគុណនិងអរព្រគុណសូមជម្រាបលានៅខេត្តបាត់ដំបងមានបុរសម្នាក់ឈ្មោះថានរិទ្ធយុវជននេះមានអាយុប្រមាណជា24ឆ្នាំគាត់បានធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ខេត្តបាត់ដំបងជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដោយគោលបំណងរបស់គាត់គឺទៅសួរសុខទុក្ខលោកយាយតាន់និងលោកតាណាដែលពួកគាត់រស់នៅក្នុងភូមិដាច់ស្រយាលមួយក្បែរស្ទឹងធំក្រោយពេលដែលធ្វើដំណើរជាច្រើនម៉ោងពួកគេបានមកដល់ផ្លូវលំមួយដែលមានដើមឈើធំដើមឈើទាំងនោះដុះសាងខាងផ្លូវពេលនោះមេឃក៏ចាប់ផ្ដើមងងឹតខណៈនាឡិកាបង្ហាញម៉ោងជិត7យប់មិនយូរប៉ុន្មានពួកគេបានឃើញស្ពានចាស់មួយនៅក្បែរស្ពានមានផ្លាកចាស់បាក់បែកសរសេរថាស្ពានមរណៈពេលនោះនរិទ្ធសើចតិច
ព្រោះគេគិតថាវាគ្រាន់តែជារឿងនិទានរបស់អ្នកស្រុកប៉ុណ្ណោះប៉ុន្តែពេលដែលឡានឆ្លងដល់កណ្ដាលស្ពានស្រាប់តែម៉ាស៊ីនឡានរលត់ដោយគ្មានមូលហេតុណារិតព្យាយាមបញ្ឆេះឡានឡើងវិញប៉ុន្តែម៉ាស៊ីនមិនដំណើរការនោះឡើយភ្លាមនោះពួកម៉ាក់គាត់បានចង្អុលទៅខាងមុខថានៅចុងស្ពានមានស្ត្រីស្លៀកពាក់ពណ៌សម្នាក់ឈរមិនកម្រើកខ្លួនសោះសក់នាងវែងក្របមុខទាំងស្រុងពេលនោះពួកម៉ាក់ណារិតបានសួរទៅទាំងញ័រសំឡេងណារិតសម្លឹងមើលប៉ុន្តែពេលព្រិចភ្នែកមួយភ្លែតស្ត្រីនោះក៏បានបាត់ខ្លួនមិនទាន់ទាំងដកដង្ហើមស្រួលបួលផងស្រាប់តែមានសំឡេងគោះលើដំបូលឡានអ្នកទាំងពីរភ័យស្លេកស្លាំងមុខអស់ទីបំផុតឡានក៏អាចបើកបានវិញពេលទៅដល់ផ្ទះលោកយាយតាន់និងលោកតាណាក់បានទទួលស្វាគមន៍ពួកគេដោយក្តីរីរាយប៉ុន្តែពេលឮថាពួកគេបានឆ្លងស្ពានមរណៈនៅពេលយប់មកលោកយាយតាន់ប្រែជាស្លេកស្លាំងភ្លាមហើយគាត់និយាយថាពួកឯងកុំទៅទីនោះម្ដងទៀតអីចំណែកលោកតាណាក់បន្ថែមថាកាលពីមុនមានមនុស្សជាច្រើនបាត់ខ្លួននៅលើស្ពាននោះចំណែកណារិនចាប់ផ្ដើមមានអារម្មណ៍ចម្លែកប៉ុន្តែគេនៅតែមិនសូវជឿយប់នោះខ្យល់បក់ខ្លាំងណារិតដេកមិនលក់ព្រោះគេគិតថាស្ត្រីស្លៀកសដែលបានឃើញរំពេចនោះមានសំឡេងស្ត្រីយំចេញអំពីក្រៅបង្អួចគេក៏ងើបមើលហើយឃើញស្រមោលមនុស្សឈរនៅក្រោមដើមស្វាយពេលបំភ្លឺពិលទៅស្រមោលនោះក៏បាត់ទៅវិញនៅព្រឹកថ្ងៃបន្ទាប់លោកតាណាក់បានប្រាប់រឿងមួយថាកាលពី30ឆ្នាំមុនមានស្ត្រីមានផ្ទៃពោះត្រូវបានគេសម្លាប់ហើយទម្លាក់សាកសពចូលទៅក្នុងស្ទឹងក្រោមស្ពានឃាតករមិនទាន់បានចាប់បានខ្លួននៅឡើយទេចាប់តាំងពីថ្ងៃនោះមកវិញ្ញាណរបស់នាងតែងតែបង្ហាញខ្លួននៅលើស្ពានណារិតពិនិត្យរូបថតដែលបានថតតាមផ្លូវក្នុងរូបមួយមានស្ត្រីសក់វែងអង្គុយនៅកៅអីក្រោយឡានប៉ុន្តែពេលដែលថតគ្មានអ្នកណាអង្គុយទីនោះទេពួកម៉ាក់ណារិតភ័យជាខ្លាំងហើយក៏សុំឲ្យណារិតលុបរូបនោះចោលនៅយប់បន្ទាប់ស្ត្រីស្លៀកសបានបង្ហាញខ្លួនក្នុងសុបិនរបស់ណារិតនាងយំហើយនិយាយថាជួយខ្ញុំផងមុនបាត់ខ្លួននាងបានចង្អុលទៅស្ពានមរណៈណារិតក៏ភ្ញាក់ឡើងទាំងបែកញើសជោកណារិតនិងលោកតាណាក់បានទៅកាន់ស្ពាននៅពេលថ្ងៃក្រោមស្ពានពួកគេបានរកឃើញប្រអប់ដែកចាស់មួយកប់នៅក្នុងភក់ខាងក្នុងមានខ្សែកនិងសំបុត្រចាស់មួយដែលសំបុត្រនោះនិយាយពីការគំរាមសម្លាប់ស្ត្រីម្នាក់តាមរយៈសំបុត្រនិងព័ត៌មានពីអ្នកស្រុកពួកគេបានដឹងថាឃាតករគឺជាបុរសដែលបានរត់គេចបាត់ក្រោយពេលដែលកើតហេតុនៅពេលដែលការពិតត្រូវបានបង្ហាញដល់កូនចៅរបស់ជនរងគ្រោះលោកយាយតាន់បានរៀបចំពិធីឧទ្ទិសកុសលជូនវិញ្ញាណនាងក្រោយពិធីបុណ្យបញ្ចប់យប់នោះណារិតបានសុបិនឃើញស្ត្រីស្លៀកពាក់សម្ដងទៀតតែពេលនេះនាងមិនយំទៀតទេនាងញញឹមហើយលើកដៃសំពះណារិតលោកយាយតាន់និងលោកតាណាក់និងពួកម៉ាក់របស់ណារិតនៅពេលព្រឹកឡើងអ្នកស្រុកនិយាយថាមិនមាននរណាឃើញស្រមោលស្ត្រីនៅលើស្ពានមរណៈទៀតឡើយស្ពានដែលធ្លាប់តែពោរពេញដោយភាពភ័យខ្លាចបានត្រឡប់ទៅជាកន្លែងស្ងប់ស្ងាត់ដូចមុនណារិតយល់ថាមនុស្សខ្លះទោះស្លាប់ទៅហើយក៏នៅតែរងចាំយុត្តិធម៌ហើយពេលការពិតត្រូវបានបង្ហាញទើបវិញ្ញាណអាចស្ងប់ស្ងាត់បានទោះបីជាពិធីឧទ្ទិសកុសលបានបញ្ចប់ស្ពានមរណៈហាក់ដូចជាស្ងប់ស្ងាត់ឡើងវិញក៏ដោយណារិតនៅតែមានអារម្មណ៍ថាមានអ្វីមិនទាន់ចប់
យប់មួយខណៈគេអង្គុយនិយាយជាមួយនឹងយាយតាន់និងលោកតាណាស្រាប់តែមានបុរសម្នាក់ជិះកង់មកពីភូមិជិតខាងគាត់មើលទៅភ័យខ្លាចខ្លាំងបុរសនោះបានប្រាប់ថាពេលគាត់ជិះកាត់ស្ពានមរណៈក៏បានឃើញបុរសម្នាក់ស្លៀកខ្មៅឈរកណ្ដាលស្ពានពេលដែលគាត់ហៅសួរបុរសនោះមិនបានឆ្លើយតបអ្វីនោះឡើយហើយក៏បានបាត់ខ្លួនទៅលោកតាណាស្ងាត់មួយសន្ទុះក៏និយាយថាប្រហែលជាមិនមែនវិញ្ញាណរបស់ស្ត្រីនោះទេប្រហែលជាមានព្រលឹងផ្សេងទៀតនៅទីនោះណារិតចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងចិត្តគេគិតថាប្រហែលអាចកំបាំងរបស់ស្ពានមរណៈមិនទាន់ត្រូវបានបញ្ចប់ទាំងស្រុងនៅឡើយនោះទេយប់នោះណារិតដេកនៅក្នុងបន្ទប់ក្បែរបង្អួចនៅម៉ោងប្រហែលជា12យប់គេបានឮសំឡេងមួយហៅឈ្មោះគេនៅពីខាងក្រៅថាណារិតណារិតសំឡេងនោះស្ដាប់ទៅស្រទន់ប៉ុន្តែត្រជាក់ដូចខ្យល់ពីភ្នំណារិតងើបមើលតាមបង្អួចហើយឃើញស្រមោលមនុស្សឈរនៅក្រោមដើមត្នោតពន្លឺព្រះច័ន្ទបញ្ចេញឲ្យឃើញថាវាជាបុរសស្លៀកខ្មៅណារិតប្រញាប់បើកទ្វាររត់ចេញទៅមើលប៉ុន្តែពេលទៅដល់ទីនោះគ្មាននរណាម្នាក់នៅទីនោះនោះឡើយនៅលើដីមានតែស្នាមជើងសើមដែលនាំទៅរកស្ពានមរណៈនៅថ្ងៃបន្ទាប់លោកយាយតាន់បានយកប្រអប់ចាស់មួយមកឲ្យណារិតមើលក្នុងប្រអប់នោះមានរូបថតខ្មៅសជាច្រើនសន្លឹករូបមួយបានធ្វើឲ្យណារិតភ្ញាក់ផ្អើលព្រោះមានបុរសស្លៀកខ្មៅឈរជាមួយអ្នកភូមិជាច្រើនអ្នកហើយណារិតក៏សួរថាគាត់ជានរណាលោកតាណាដកដង្ហើមវែងហើយក៏និយាយថាគាត់ឈ្មោះថាវណ្ណៈគាត់បានលង់ទឹកស្លាប់នៅក្រោមស្ពានកាលពីជាង40ឆ្នាំមុនណារិតសម្លឹងមើលរូបថតនោះម្ដងទៀតបុរសនៅក្នុងរូបថតគឺដូចគ្នានឹងស្រមោលដែលគេបានឃើញកាលពីយប់មិញយប់នោះពួកម៉ាក់គាត់កំពុងតែសិតសក់នៅមុខកញ្ចក់រំពេចនោះគាត់បានឃើញបុរសស្លៀកខ្មៅឈរពីក្រោយខ្នងគាត់ភ័យស្ទើរតែដួលពេលដែលងាកទៅមើលគ្មាននរណាម្នាក់ឡើយប៉ុន្តែនៅលើកញ្ចក់មានអក្សរលេចឡើងយឺតប្រាប់ថារកខ្ញុំឲ្យឃើញពួកម៉ាក់គាត់ប្រញាប់ទៅហៅណារិតនិងលោកយាយតាន់មកមើលតែពេលអ្នកទាំងអស់មកដល់អក្សរទាំងនោះបានបាត់ទៅវិញបាត់ទៅហើយលោកតាណានឹកឃើញថាវណ្ណៈធ្លាប់សរសេរកំណត់ហេតុប្រចាំថ្ងៃអ្នកទាំងអស់គ្នាបានជួយគ្នាស្វែងរកនៅក្នុងឃ្លាំងចាស់ទីបំផុតពួកគេបានរកឃើញសៀវភៅមួយដែលសើមនិងរលួយដោយសារតែអាយុកាលនៅក្នុងទំព័រចុងក្រោយវណ្ណៈបានសរសេរថាខ្ញុំមិនបានលង់ទឹកដោយចៃដន្យទេប៉ុន្តែមានគេរុញខ្ញុំទម្លាក់ពីលើស្ពានអត្ថបទបញ្ចប់ត្រឹមប៉ុណ្ណឹងណារិតនិងលោកតាណាសម្លឹងមើលមុខគ្នាដោយការភ្ញាក់ផ្អើលនៅពេលថ្ងៃលិចណារិតបានទៅកាន់ស្ពានម្ដងទៀតនៅកណ្ដាលស្ពានគេបានឃើញស្នាមពណ៌ក្រហមស្រអាប់វាមើលទៅដូចជាស្នាមឈាមដែលជ្រាបចូលទៅក្នុងឈើភ្លាមនោះគេបានឮសំឡេងខ្សឹបមួយប្រាប់ថាជួយខ្ញុំផងពេលងាកមើលគ្មាននរណាម្នាក់នោះឡើយតែខ្យល់ត្រជាក់បានបក់កាត់ខ្នងរបស់គេបន្ទាប់ពីស៊ើបសួរព័ត៌មានពីអ្នកភូមិពួកគេបានដឹងថាមានបុរសម្នាក់ឈ្មោះថាច័ន្ទធ្លាប់មានជម្លោះជាមួយនឹងវណ្ណៈនៅពេលដែលណារិតទៅជួបគាត់មានអាយុជាង70ឆ្នាំទៅហើយពេលដែលឮឈ្មោះវណ្ណៈមុខរបស់គាត់ប្រែជាស្លេកទីបំផុតគាត់បានសារភាពថា
គាត់បានរុញវណ្ណៈទម្លាក់ពីលើស្ពានដោយសារតែកំហឹងគាត់បានលាក់អាចកំបាំងនេះអស់ជាច្រើនទសវត្សរ៍យប់នោះអ្នកទាំងអស់គ្នាបានទៅស្ពានដើម្បីសុំខមាទោសជំនួសឲ្យច័ន្ទពេលពួកគេបួងសួងស្រាប់តែផ្ទៃទឹកក្រោមស្ពានបានផ្ដើមរលោកខ្លាំងរូបរាងបុរសម្នាក់បានលេចចេញអំពីទឹកនោះគឺជាវិញ្ញាណរបស់វណ្ណៈតែទឹកមុខរបស់គាត់មិនមានកំហឹងនោះឡើយវិញ្ញាណវណ្ណៈបានសម្លឹងមើលច័ន្ទដែលកំពុងយំនឹងសុំទោសមួយសន្ទុះក្រោយមកវណ្ណៈបានញញឹមស្រាលស្រាលខ្យល់ដែលធ្លាប់តែត្រជាក់បានប្រែคล้ายទៅជាស្ងប់ស្ងាត់ពន្លឺពណ៌សមួយបានព័ទ្ធជុំវិញរាងកាយរបស់វណ្ណៈនារិតមានអារម្មណ៍ថាទុកកង្វល់របស់វិញ្ញាណមួយនេះនៅទីបំផុតបានធូរស្រាលហើយបន្ទាប់ពីយប់នោះមកមិនមានអ្នកណាឃើញស្រមោលបុរសខ្មៅទៀតឡើយអ្នកស្រុកចាប់ផ្ដើមឆ្លងស្ពាននៅពេលយប់ដោយមិនភ័យខ្លាចលោកយាយតាន់និងលោកតាណាពួកម៉ាក់នារិតហើយនិងនារិតបាននាំគ្នាទៅបួងសួងជាលើកចុងក្រោយនៅក្បែរស្ពាននៅពេលដែលព្រះអាទិត្យរះពន្លឺមាសបានចាំងលើផ្ទៃទឹកយ៉ាងស្រស់ស្អាតនារិតញញឹមហើយនិយាយថានៅទីបំផុតអ្នកទាំងអស់គ្នាបានសម្រាកដោយសន្តិភាពហើយចាប់ពីថ្ងៃនោះមកស្ពានមរណៈលែងជាកន្លែងនៃគួរឲ្យភ័យខ្លាចទៀតហើយប៉ុន្តែคล้ายទៅជាការរលឹកថាការពិតនិងយុត្តិធម៌អាចនាំមកនូវសេចក្តីសុខសាន្តសូម្បីតែចំពោះវិញ្ញាណដែលបានចាក់ចេញទៅហើយក៏ដោយបន្ទាប់ពីវិញ្ញាណវណ្ណៈបានទទួលការរំដោះអ្នកភូមិទាំងអស់គ្នាជឿថាស្ពានមរណៈបានស្ងប់ស្ងាត់ទៅវិញហើយប៉ុន្តែនៅយប់មួយថ្ងៃមុនដែលនារិតនិងពួកម៉ាក់ត្រូវត្រឡប់ទៅភ្នំពេញលោកតាណាបានសុបិនឃើញបុរសចំណាស់ម្នាក់ស្លៀកពាក់សំពត់ខ្មៅបុរសនោះឈរនៅចុងស្ពានហើយគាត់និយាយថានៅមានរឿងមួយដែលមិនទាន់បានបញ្ចប់នៅពេលដែលលោកតាណាបានភ្ញាក់ឡើងគាត់បាននាំនារិតទៅមើលឃ្លាំងចាស់ក្រោយផ្ទះស្រាប់តែមានពន្លឺសភ្លឺស្វាងលេចឡើងពីខាងក្រោមស្ពានពន្លឺនោះឆ្លុះទៅលើផ្ទៃទឹកដោយព្រះច័ន្ទរះកណ្ដាលស្ទឹងនារិតបានឮសំឡេងស្រាលស្រាលជាច្រើនរួមដូចគ្នាជាការនិយាយអរគុណមិនយូរប៉ុន្មានពន្លឺទាំងនោះបានហោះឡើងទៅលើមេឃភាពស្ងប់ស្ងាត់នៃរាត្រីលោកតាណាក៏បានញញឹមស្រស់ស្រាយពួកគេបានទៅកាន់សុខសាន្តហើយគ្មានសំឡេងចម្លែកគ្មានខ្យល់បក់ត្រជាក់គ្មានស្រមោលអាចកំបាំងទៀតឡើយនៅព្រឹកបន្ទាប់មុនពេលដែលត្រឡប់ទៅភ្នំពេញនារិតបានដើរទៅកាន់ស្ពានមរណៈតែម្នាក់ឯងគេចង់មកមើលទីកន្លែងដែលបានផ្លាស់ប្ដូរជីវិតរបស់គេខណៈកំពុងតែឈរមើលទឹកហូរគេបានឃើញស្រមោលស្រាលស្រាលរបស់វណ្ណៈនិងស្ត្រីស្លៀកសដែលធ្លាប់លងបន្លាចអ្នកដំណើរតែពេលនេះពួកគេទាំងពីរមានទឹកមុខស្ងប់ស្ងាត់និងពោពេញទៅដោយស្នាមញញឹមពួកគេបានលើកដៃលាមុននឹងរលាយបាត់ទៅក្នុងពន្លឺព្រះអាទិត្យពេលព្រឹកនារិតសំពះតបវិញហើយគាត់មានអារម្មណ៍ថាបេសកកម្មរបស់គាត់ត្រូវបានបញ្ចប់ទៅហើយជាច្រើនខែក្រោយមកស្ពានមរណៈត្រូវបានជួសជុលឡើងវិញដោយអ្នកភូមិពួកគេបានដាក់ឈ្មោះថ្មីថាស្ពានសុខសាន្តដើម្បីជានិមិត្តរូបនៃការបញ្ចប់រឿងរ៉ាវដ៏គួរឲ្យរន្ធត់ទាំងអស់នារិតនិងពួកម៉ាលោកយាយតាន់និងលោកតាណាបានមកចូលរួមពិធីសម្ពោធស្ពានថ្មីអ្នកភូមិជាច្រើនបាននិយាយថាចាប់តាំងពីថ្ងៃនោះមកគ្មាននរណាជួបហេតុការណ៍ចម្លែកទៀតឡើយស្ពានដែលធ្លាប់តែជាកន្លែងទុក្ខសោកនិងការភ័យខ្លាចបានคล้ายទៅជាកន្លែងសន្តិភាពនិងការចងចាំ
ណារិតឈោមើលស្ពានជាលើកចុងក្រោយហើយញញឹមគេបានរៀនថាការពិតក្តីមេត្តានិងការអភ័យទោសអាចរំដោះមនុស្សរស់និងវិញ្ញាណដែលជាប់នៅក្នុងអតីតកាលបាននៅក្នុងខេត្តសៀមរាបមានភូមិតូចមួយដែលមានក្មេងប្រុសពីរនាក់ឈ្មោះថាមូនីនិងសីហាគាត់ទាំងពីរនាក់ជាសម្លាញ់នឹងគ្នាតាំងពីតូចមកពួកគេទាំងពីរជួយគ្រួសារចិញ្ចឹមក្របីហើយរាល់ពេលរសៀលតែងតែនាំវងក្របីទៅស៊ីស្មៅនៅក្បែរព្រៃចាស់មួយព្រៃនោះមានដើមឈើធំធំស្ងប់ស្ងាត់ហើយមនុស្សចាស់ជាច្រើននៅក្នុងភូមិតែនិយាយថាពេលថ្ងៃលិចមិនគួរចូលទៅព្រៃជ្រៅទេព្រោះធ្លាប់មានមនុស្សបាត់ខ្លួនចំណែកមូនីគាត់មិនសូវជឿរឿងនោះទេប៉ុន្តែសីហាវិញគាត់ចេះតែខ្លាចថ្ងៃមួយខណៈពេលដែលកំពុងប្រមូលក្របីត្រឡប់មកផ្ទះមូនីបានរាប់ឃើញថាក្របីធំបំផុតមួយក្បាលបានបាត់គេនិងសីហាព្យាយាមស្វែងរកជុំវិញប៉ុន្តែរកមិនឃើញសោះពេលនោះមេឃកាន់តែងងឹតហើយសំឡេងបាក់សីចាប់ផ្ដើមស្ងប់ស្ងាត់ទៅស្ងប់ស្ងាត់ទៅសីហាប្រាប់ឲ្យមូនីត្រឡប់ទៅហៅអ្នកភូមិប៉ុន្តែមូនីមិនព្រមតាមពាក្យស្នើសុំរបស់សីហានោះទេក្របីនោះជាក្របីសំខាន់របស់ឪពុកគេហើយបើសិនជាវាបានប្រកាសជាត្រូវស្ដីបន្ទោសជាខ្លាំងពួកគេទាំងពីរនាក់ក៏សម្រេចដើរតាមស្នាមជើងក្របីចូលទៅកាន់ព្រៃជ្រៅដើម្បីស្វែងរកវានៅទីនោះស្មៅខ្ពស់ខ្ពស់បានប៉ះជើងហើយខ្យល់ត្រជាក់បានចាប់ផ្ដើមបក់ម្ដងបន្តិចនៅពេលដែលពួកគេដើរចូលទៅកាន់ព្រៃជ្រៅនោះកាន់តែដើរទៅស្នាមជើងក្របីកាន់តែច្បាស់ឡើងប៉ុន្តែអ្វីដែលចម្លែកនោះស្នាមជើងនោះបានដើររង្វង់ចុះរង្វង់ឡើងមិនបានច្បាស់ទិសដៅថាទៅខាងណានោះទេមួយសន្ទុះក្រោយមកពួកគេឮសំឡេងដូចកណ្ដឹងក្របីលាន់អំពីចម្ងាយហើយបានឮសំឡេងក្របីស្រែកមូនីក៏បានស្រែកហៅដោយគ្មានអ្វីឆ្លើយតបមកវិញនោះទេពេលទៅដល់ដើមឈើមួយក្នុងព្រៃនោះកាន់តែជ្រៅពួកគេក៏ឃើញក្របីឈរនៅទីនោះមែនប៉ុន្តែវាឈរមិនកម្រើកហើយក្បាលរបស់វាបែរទៅខាងក្រោយចម្លែកមូនីរត់ចូលទៅជិតតែស្រាប់តែឮសំឡេងស្ត្រីម្នាក់សើចឮខ្លាំងចេញពីដើមឈើពួកគេមើលឡើងទៅលើហើយក៏ឃើញសក់វែងខ្មៅធ្លាក់ចុះពីលើដើមឈើមកយឺតធ្លាក់មកលើមេឃឈើពេលនោះសីហាបានឃើញដូច្នោះគាត់ភ័យខ្លាំងណាស់ហើយស្រែកបណ្ដើរគាត់រត់បណ្ដើរប៉ុន្តែពេលនោះក្របីស្រាប់តែរត់ចូលព្រៃបាត់ហើយសំឡេងសើចក៏កាន់តែឮខ្លាំងឡើងមូនីនិងសីហារត់ចេញពីកន្លែងនោះទាំងបេះដូងលោតញាប់ញ័រការភ័យខ្លាចនេះមានជាលើកដំបូងក្នុងជីវិតរបស់ពួកគេប៉ុន្តែព្រៃពេលយប់មិនដូចជាពេលថ្ងៃនោះឡើយផ្លូវដែលគេធ្លាប់ដើរចូលមកស្រាប់តែបាត់អស់ពួកគេវង្វេងនៅក្នុងព្រៃដើមឈើធំគ្រប់ដើមមើលទៅដូចគ្នាហើយខ្យល់ត្រជាក់បក់មកជាមួយនឹងសំឡេងស្លឹកឈើខ្សឹបហាក់បីដូចជាមានមនុស្សកំពុងតែនិយាយគ្នាដូច្នោះឯងសីហាបានចាប់ដៃមូនីយ៉ាងមាំព្រោះគេចាប់ផ្ដើមមានអារម្មណ៍ថាភ័យខ្លាចហាក់បីដូចជាមាននរណាម្នាក់ដើរតាមពីក្រោយពេលដែលពួកគេឈប់ស្ដាប់សំឡេងជើងនោះក៏បានបាត់តែពេលដែលគេចាប់ផ្ដើមដើរវិញសំឡេងនោះក៏ត្រឡប់មកវិញមូនីខំធ្វើជាបុគ្គលមានចិត្តរឹងមាំប្រាប់ថាប្រហែលជាសត្វនៅក្នុងព្រៃទេប៉ុន្តែក្នុងចិត្តក៏ចាប់ផ្ដើមភ័យខ្លាចភ្លាមនោះពួកគេឮសំឡេងកណ្ដឹង
ហើយពួកគេក៏ដើរតាមសំឡេងនោះរហូតទៅដល់ទីលានតូចមួយកណ្ដាលទីលានមានក្របីឈរតែមួយក្បាលមិនរើខ្លួនទាល់តែសោះពន្លឺព្រះច័ន្ទចាប់ផ្ដើមស្រអាប់នៅលើខ្នងវាមុនីហៅវាតែវាមិនឆ្លើយទាល់តែសោះគេដើរទៅប៉ះខ្នងក្របីស្រាប់តែក្របីនោះបានបាត់ទៅដូចជាបាត់នៅក្នុងផ្សែងនៅកន្លែងដែលវាឈរមានតែសក់វែងខ្មៅមួយគំនោលាតសន្ធឹងលើដីចំណែកឯសីហាគ្រាន់តែឃើញដូច្នោះភ័យខ្លាំងរហូតដួលពេលនោះមុនីឆោងដៃទៅទ្រសីហាសក់ទាំងនោះចាប់ផ្ដើមរអិលដូចជាសត្វរស់ហើយលាតមកជុំវិញជើងរបស់ពួកគេខ្យល់ក៏ឈប់ស្ងាត់ទាំងស្រុងពីក្រោយដើមឈើមានស្ត្រីម្នាក់ដើរចេញមកយឺតមុខនាងស្លេកស្លាំងសក់វែងគ្រប់មុខហើយដៃទាំងពីរវែងចម្លែកនាងឈរមិនឆ្ងាយពីពួកគេរួចនិយាយសំឡេងទាបថាឃើញក្របីខ្ញុំទេមុនីនិងសីហាមើលមុខគ្នាព្រោះមិនយល់ថានាងនិយាយអ្វីស្ត្រីនោះលើកក្បាលឡើងបន្តិចបង្ហាញភ្នែកខ្មៅងងឹតហើយសួរម្ដងទៀតថាអ្នកណាយកក្របីខ្ញុំទៅណាស្រាប់តែសក់របស់នាងបះឡើងដូចជាត្រូវខ្យល់បក់ទោះជាជុំវិញនោះស្ងប់ស្ងាត់ក៏ដោយមុនីទាញដៃសីហារត់ប៉ុន្តែពីក្រោយពួកគេបានឮសំឡេងស្រែកយ៉ាងខ្លាំងគួរឲ្យខ្លាចនិងរន្ធត់មុនីនិងសីហារត់មិនឈប់ទាំងមិនដឹងថាកំពុងទៅទិសទីណាមេឈើក៏បានឆ្កូតដៃពួកគេស្មារបស់គេមុតទៅដោយបន្លាប៉ុន្តែគ្មានអ្នកណាហ៊ានឈប់និងមើលទៅខាងក្រោយនោះឡើយសំឡេងស្ត្រីនោះសើចកាន់តែលឺខ្លាំងឡើងជាប់ពីក្រោយរបស់ពួកគេដូចនៅជិតនិងនៅឆ្ងាយមួយសន្ទុះក្រោយមកពួកគេទៅដល់ផ្លូវតូចមួយដែលមានដើមចេកព្រៃជាច្រើនចំណែកឯសីហាហត់ខ្លាំងណាស់ហើយក៏អង្គុយដកដង្ហើមបន្តិចម្ដងមុនីក៏ឈប់ហើយនិយាយថាមិនគួររត់បន្តទៀតទេព្រោះកាលណាបើយើងរត់កាន់តែវង្វេងទៅខណៈពេលដែលកំពុងស្ងៀមស្ងាត់ពួកគេឮសំឡេងស្ត្រីម្នាក់ហៅពីក្រោយយ៉ាងទន់ថាមុនីភ្ញាក់ព្រឺតហើយសំឡេងនោះស្រដៀងនឹងសំឡេងម្ដាយគេខ្លាំងណាស់ភ្លាមនោះសីហាចាប់ដៃគេហើយប្រាប់ថាឯងកុំបែរក្រោយឲ្យសោះមុនីព្យាយាមមិនស្ដាប់ប៉ុន្តែសំឡេងហៅកាន់តែច្បាស់ឡើងវាមិនត្រឹមតែហៅឈ្មោះនោះទេតែថែមទាំងនិយាយថាមុនីឪពុកម្ដាយកំពុងស្វែងរកចិត្តមុនីចាប់ផ្ដើមរង្គោះរង្គើគេគិតថាប្រហែលជាមានមនុស្សក្នុងភូមិចេញមករកពួកគេហើយមើលទៅពេលនោះយ៉ាមិនទាន់ទាំងបាននឹងហាមឃាត់ផងមុនីក៏បែរក្រោយមួយភ្លេតនៅក្រោមដើមចេកព្រៃមានស្ត្រីម្នាក់សក់វែងបិទមុខស្លៀកសម្លៀកបំពាក់ចាស់នាងលើកដៃហៅយឺតប៉ុន្តែអ្វីដែលធ្វើឲ្យមានត្រជាក់ដៃត្រជាក់ជើងគឺជើងរបស់នាងមិនបានប៉ះដីនោះទេស្រាប់តែនាងលើកមុខឡើងហើយមុខនោះគ្មានភ្នែកគ្មានច្រមុះមានតែមាត់វែងញញឹមដល់ត្រចៀកសីហាស្រែកលុះមាត់ហើយទាញមុនីរត់ម្ដងទៀតពួកគេរត់រហូតទៅដល់ខ្ទមចាស់ខ្ទមនោះបាក់បែកនៅកណ្ដាលព្រៃទ្វារខ្ទមបើកចំហហាក់ដូចជាមានមនុស្សធ្លាប់រស់នៅទីនោះដោយពួកគេគ្មានជំរឿសពួកគេក៏ដាច់ចិត្តចូលទៅក្នុងនោះដើម្បីលាក់ខ្លួននៅខាងក្នុងខ្ទមគឺពោពេញទៅដោយភាពងងឹតហើយមានក្លិនដីសើមចម្លែកនៅជ្រុងមួយមានចង្កៀងចាស់និងរូបគោធូលីដី
មុនីបិទទ្វារហើយដកដង្ហើមធំដោយគិតថាប្រហែលឥឡូវនេះខ្លួនរួចខ្លួនអំពីសេចក្តីស្លាប់ហើយតែភ្លាមនោះនៅខាងក្រៅមានសំឡេងដៃកោសទ្វារក្រឹកក្រឹកហើយសំឡេងស្ត្រីនោះនិយាយយឺតថាបើចូលផ្ទះខ្ញុំហើយអ្នកមិនអាចចេញវិញបានទេមុនីនិងសីហាឈរនឹងកន្លែងមិនហ៊ាននិយាយសំបីមួយម៉ាត់សំឡេងកោសទ្វារនៅតែបន្តខាងក្រៅក្រឹកក្រឹកដោយក្រចកវែងកំពុងតែកិនលើឈើដូច្នោះនៅក្នុងនោះមានចង្គៀងចាស់មុនីឃើញដូច្នោះក៏អុចបំភ្លឺប៉ុន្តែពេលនេះចង្គៀងនៅក្នុងខ្ទមនេះកំពុងចាប់ផ្ដើមរលត់ភ្លឺទាំងដែលគ្មានអ្នកណាប៉ះហើយក៏គ្មានខ្យល់បក់ចូលទៅក្នុងដែរសីហាមើលជុំវិញហើយឃើញថាខ្ទមនេះមិនដូចជាខ្ទមធម្មតានោះទេជញ្ជាំងមានស្នាមឆ្កូតជាច្រើនហើយនៅកន្លែងខ្លះមានអក្សរចាស់សរសេរនៅលើឈើមុនីដើរទៅជិតហើយឃើញពាក្យដែលមិនច្បាស់ថាអ្នកដែលយកត្រូវនៅជំនួសគេមិនយល់អត្ថន័យប៉ុន្តែចិត្តកាន់តែមិនស្រួលពេលនោះសំឡេងគោះទ្វារមានសំឡេងលាន់ឮខ្លាំងឡើងពេលនោះដង្ហើមរបស់គេបានបុកដើមទ្រូងលោតឮសំឡេងដឹបតែម្ដងខណៈពេលដែលពួកគេគិតថាអ្វីស្ងប់ស្ងាត់ហើយមានសំឡេងទឹកធ្លាក់តក់ពីជ្រុងខ្ទមហើយឃើញសក់ខ្មៅវែងមួយចង្កោមធ្លាក់ចេញពីលើដំបូលវាធ្លាក់យឺតរហូតមកដល់ដីសីហាឃើញដូច្នោះដកដង្ហើមមិនចេញហើយចង្អុលឡើងទៅលើមុនីមើលមុខឡើងស្រាប់តែឃើញស្ត្រីនោះកំពុងជាប់នៅលើធ្នឹមដូចជាសត្វកំពុងសម្លឹងចុះក្រោមសក់នាងប៉ះពេញមុខភ្នែកខ្មៅសម្លឹងមិនព្រិចនាងញញឹមតិចហើយនិយាយថាក្របីរបស់ខ្ញុំអ្នកណាហៅវាទៅវិញមិនទាន់និយាយចប់នាងធ្លាក់ចុះមកលើដីដោយសំឡេងធ្ងន់មួយមុនីទាញសីហារត់ចេញអំពីទីនោះទៅតាមទ្វារខាងក្រោយពួកគេរត់ចេញពីខ្ទមមិនហ៊ានទាំងងាកក្រោយពេលដែលរត់បានបន្តិចស្រាប់តែពន្លឺមួយភ្លឺចេញពីមុខជាចង្គៀងរបស់បុរសចំណាស់ម្នាក់កំពុងតែឈរកណ្ដាលផ្លូវគាត់សម្លឹងមើលពួកគេហើយនិយាយសំឡេងធ្ងន់ថាហេតុអីចូលនៅក្នុងខ្ទមនោះអ្នកណាប្រាប់ឲ្យរកក្របីពេលយប់មុនីនិងសីហាប្រញាប់ប្រាប់រឿងរ៉ាវទាំងអស់បុរសចំណាស់នោះនៅស្ងៀមមួយសន្ទុះមុននឹងនិយាយថាព្រៃនេះធ្លាប់មានស្ត្រីម្នាក់បាត់ក្របីហើយចូលរោគរហូតបាត់បង់ជីវិតតាំងពីថ្ងៃនោះនាងតែងតែលងអ្នកណាដែលចូលរោគសពសត្វនៅពេលយប់បន្ទាប់មកគាត់សម្លឹងនៅពីក្រោយពួកគេហើយនិយាយសំឡេងតិចថាតែយប់នេះនាងមិនមកតែម្នាក់ទេនោះមានន័យថានៅមានខ្មោចជាច្រើនទៀតដែលនឹងមកលងមុនីនិងសីហាឈប់មួយដង្ហើមមួយភ្លេតក្រោយឮពាក្យរបស់បុរសចំណាស់នោះពួកគេទាំងពីរនាក់បែរមើលក្រោយយឺតដំបងគ្មានអ្វីទេមានតែព្រៃងងឹតនិងខ្យល់ត្រជាក់ប៉ុន្តែបន្ទាប់ពីភ្នែកចាប់ផ្ដើមស្របនឹងភាពងងឹតពួកគេក៏ឃើញស្រមោលមួយឈរឆ្ងាយពីដើមឈើស្រមោលនោះស្គមខ្ពស់ហើយនៅក្បែរនាងមានអ្វីមួយឈរទៀបពេលដែលពន្លឺចង្គៀងប៉ះចំទើបដឹងថាវាជាក្របីខ្មៅមួយក្បាលដែលភ្នែករបស់វាសភ្លឺបុរសចំណាស់នោះនិយាយកុំឲ្យមើលភ្នែកវាហើយឲ្យដើរតាមគាត់ដោយស្ងៀមស្ងាត់គាត់មិនប្រាប់ឈ្មោះទេគ្រាន់តែកាន់ចង្គៀងហើយដើរទៅមុខដោយមិនប្រែក្រោយសូម្បីតែបន្តិចពួកគេដើរតាមបុរសចំណាស់ទៅកាត់ព្រៃគាត់ប្រាប់ថា
នៅក្នុងព្រៃនេះមានរឿងមួយដែលអ្នកភូមិចាស់ដឹងតែមិនហ៊ាននិយាយកាលពីច្រើនឆ្នាំមុនមានស្ត្រីម្នាក់រស់នៅជាយព្រៃតែម្នាក់ឯងហើយក្របីជាសម្បត្តិចុងក្រោយរបស់នាងថ្ងៃមួយក្របីបានបាត់នាងចូលព្រៃតែម្នាក់ឯងទៅរកហើយមិនត្រឡប់មកវិញទៀតទេប៉ុន្មានថ្ងៃក្រោយគេក៏រកឃើញតែសក់របស់នាងនៅក្រោមដើមឈើធំចាប់ពីពេលនោះអ្នកណាដែលចូលព្រៃរកក្របីពេលយប់តែឮសំឡេងហៅហើយខ្លះមិនបានចេញមកវិញនោះទេមុនីស្ដាប់ហើយចាប់ផ្ដើមគិតថាការបាត់ក្របីថ្ងៃនេះប្រហែលមិនមែនជាភាពចៃដន្យនោះទេពេលដើរទៅដល់ជិតចេញពីព្រៃបុរសចំណាស់ស្រាប់តែឈប់គាត់បិទចង្គៀងហើយនិយាយសំឡេងតិចថាកុំដើរទៅមុខទៀតអីនាងនៅខាងមុខយើងនោះឯងមុនីនិងសីហាសំឡឹងទៅមុខឃើញស្ត្រីសក់វែងឈរបិទផ្លូវក្បែរនាងគឺក្របីរបស់មានតែអ្វីដែលធ្វើឲ្យពួកគេត្រជាក់ជើងត្រជាក់ដៃគឺក្របីនោះកំពុងសម្លឹងមកពួកគេហើយសើចដូចជាមនុស្សដូច្នោះឯងស្ត្រីនោះលើកដៃយឺតហើយនាងនិយាយថាចង់យកក្របីវិញទេបើអ្នកយកត្រូវទុកមនុស្សម្នាក់នៅជំនួសទីនេះមុនីនិងសីហាមើលមុខគ្នាខណៈបុរសចំណាស់ដើរទៅមុខមួយជំហានហើយគាត់និយាយថាលើកនេះយកខ្ញុំទៅចោះមុនីនិងសីហាភ្ញាក់ផ្អើលពេលដែលឮបុរសចំណាស់និយាយថានឹងជំនួសពួកគេទាំងពីរប្រញាប់ទាញដៃគាត់វិញប៉ុន្តែគាត់គ្រាន់តែញញឹមស្រាលហើយនិយាយថាមនុស្សខ្លះរត់គេចអំពីអតីតកាលបានតែគេចពីកម្មដែលខ្លួនជំពាក់មិនបានទេគាត់បានសម្លឹងទៅមើលស្ត្រីសក់វែងហើយនិយាយថាកាលពីច្រើនឆ្នាំមុនគាត់ជាមនុស្សចុងក្រោយដែលបានឃើញនាងមុនបាត់ខ្លួនថ្ងៃនោះគាត់បានឃើញក្របីរបស់នាងជាប់នៅជ្រោះប៉ុន្តែដោយខ្លាចយប់គាត់មិនបានជួយទេហើយទុកឲ្យនាងចូលព្រៃតែម្នាក់ឯងចាប់តាំងពីថ្ងៃនោះគាត់រស់នៅជាមួយនឹងអារម្មណ៍ស្ដាយក្រោយរាល់ឆ្នាំគាត់តែងតែមកក្បែរព្រៃដើម្បីសុំការអភ័យទោសអំពីនាងប៉ុន្តែមិនដែលបានឆ្លើយតបនោះទេស្ត្រីសក់វែងឈរនឹងកន្លែងមិននិយាយអ្វីទាល់តែសោះពេលនោះខ្យល់ចាប់ផ្ដើមបក់ខ្លាំងសក់របស់នាងប៉ះឡើងដោយរលកខ្មៅក្របីខ្មៅក្បែរនាងក៏ដើរទៅមុខយឺតបុរសចំណាស់ដាក់ចង្គៀងចុះហើយដើរចូលទៅរកនាងមុនីស្រែកឲ្យឈប់ប៉ុន្តែគាត់ងាកមកនិយាយថាមិនមែនគ្រប់វិញ្ញាណសុទ្ធតែចង់សម្លាប់ទេខ្លះគ្រាន់តែចង់ឲ្យអ្នកទទួលស្គាល់ការឈឺចាប់របស់ពួកគេប៉ុណ្ណោះគាត់ឈរចំពោះមុខនាងហើយនិយាយថាខ្ញុំមកយឺតពេកហើយតែថ្ងៃនេះគឺខ្ញុំមកហើយស្រាប់តែស្ត្រីនោះលើកមុខឡើងលើកនេះមុខនាងមិនសូវគួរឲ្យខ្លាចដូចមុននោះទេប៉ុន្តែពោពេញទៅដោយទឹកភ្នែកមួយសន្ទុះក្រោយមកស្ត្រីនោះលើកដៃទៅកាន់ក្របីហើយក្របីក៏ចាប់ផ្ដើមដើរមករកមុនីវិញខ្យល់ក៏ស្ងប់បន្តិចមុនីគិតថាអ្វីចប់ហើយប៉ុន្តែពេលដែលគេចង់ទៅយកក្របីស្រាប់តែដីក្រោមជើងបុរសចំណាស់ចាប់ផ្ដើមបែកប្រេះសក់ខ្មៅជាច្រើនលេចចេញពីដីហើយរុំជើងគាត់មិនតស៊ូទេគ្រាន់តែសម្លឹងមកមុនីនិងសីហាហើយនិយាយថាកុំត្រឡប់មករកខ្ញុំទៀតចាញ់ពីព្រៃឥឡូវនេះទៅមុនីនិងសីហាទាញក្របីរត់ចេញទាំងទឹកភ្នែកដោយការស្រណោះបុរសចំណាស់ផងពេលរត់បានឆ្ងាយបន្តិចពួកគេឮសំឡេងស្ត្រីនោះលាន់តាមខ្យល់ថានៅសល់ម្នាក់ទៀតមុនីនិងសីហាទាញក្របីរត់មិនឈប់
រហូតឃើញពន្លឺអ្នកភូមិពេលដែលឆ្លងផុតព្រៃព្រះអាទិត្យក៏ចាប់ផ្ដើមរះឡើងអ្នកភូមិជាច្រើនចាញ់មកសួរថាហេតុអ្វីបានបាត់ពេញមួយយប់មុនីនិងសីហាប្រាប់រឿងរ៉ាវទាំងអស់ទាំងរឿងខ្ទមចាស់ទាំងស្ត្រីសក់វែងនិងបុរសចំណាស់ដែលជួយពួកគេតែពេលសួរថាគាត់ឈ្មោះអ្វីអ្នកភូមិស្រាប់តែមើលមុខគ្នាស្ងាត់ស្ងាត់មនុស្សចាស់ម្នាក់និយាយថាកាលពីជាង20ឆ្នាំមុនមានបុរសម្នាក់រស់នៅជាយព្រៃហើយគាត់តែងតែនិយាយថាខ្លួនជំពាក់បំណុលចិត្តចំពោះស្ត្រីម្នាក់ដែលបានបាត់ក្នុងព្រៃប៉ុន្តែគាត់បានស្លាប់ទៅហើយតាំងពី10ឆ្នាំមុនមុនីនិងសីហាមានទឹកមុខស្លេកស្លាំងព្រោះអារម្មណ៍ភ័យខ្លាចចាប់ផ្ដើមកើតឡើងសារជាថ្មីមនុស្សដែលនាំពួកគេចេញពីព្រៃមិនមែនជាមនុស្សនោះទេប៉ុន្មានថ្ងៃបន្ទាប់មុនីនៅតែមិនអាចបំភ្លេចយប់នោះបានគេតែងឮសំឡេងកណ្ដឹងក្របីពេលយប់ហើយពេលខ្លះឃើញស្រមោលឈោក្រោយរបងផ្ទះសីហាក៏ចាប់ផ្ដើមសុបិនចម្លែកដោយឃើញខ្ទមចាស់នោះរាល់យប់នៅយប់មួយពួកគេទាំងពីរនាក់សម្រេចយកផ្កានិងធូបទៅដាក់នៅមាត់ព្រៃដើម្បីឧទ្ទិសកុសលដល់វិញ្ញាណទាំងពីរមុនីនិយាយសុំទោសជំនួសមនុស្សដែលមិនបានជួយនាងនិងអរគុណដែលបានលែងពួកគេត្រឡប់មកវិញខ្យល់ត្រជាក់បានបក់មកស្រាលស្រាលហើយសំឡេងកណ្ដឹងក្របីក៏ឮម្ដងចុងក្រោយមុនស្ងាត់បាត់ទៅចាប់ពីថ្ងៃនោះមកគ្មានអ្នកភូមិណាឃើញស្ត្រីសក់វែងទៀតទេហើយក៏គ្មានករណីបាត់បង់ក្របីនៅក្នុងព្រៃនោះដែរតែមុនីនិងសីហានៅតែចងចាំមេរៀនមួយកុំមើលស្រាលពាក្យចាស់ចាស់និងកុំចូលព្រៃពេលយប់ដោយការទាមទាររឿងដែលមិនមែនជារបស់ខ្លួនជាច្រើនឆ្នាំក្រោយពេលដែលក្មេងៗក្នុងភូមិសួរថាតើរឿងខ្មោចក្នុងព្រៃពិតឬទេមុនីញញឹមហើយឆ្លើយថាខ្លះជារឿងដែលមនុស្សបង្កើតតែខ្លះទៀតគឺជារឿងដែលនៅតែរងចាំឲ្យមានអ្នកស្ដាប់ហើយរាល់ពេលដែលខ្យល់បក់កាត់ព្រៃនៅពេលល្ងាចមុនីនៅតែគិតដល់យប់នោះយប់ដែលក្របីបាត់ហើយមានមនុស្សពីរនាក់មិនដែលចេញពីព្រៃមកវិញនោះទេ